ទៅទាញចូលវាមិនអត់ទេអ្នកគូអង្គុយស្មឹងស្មាតអង្គុយបន់ឈីចាំมันមិនពាក្យលេចលើលេចក្រមទៅរំសបាយទេបើខ្ញុំមិននិយាយខ្ញុំមិនមែនអាសខុមទេខ្ញុំក៏មិនមែនអរិយបុគ្គលបើខុសហើយបិទមាត់នៅស្ងៀមទៅទទួលកំហុសគ្មានធ្វើទៀតខ្ញុំប្រាប់ឲ្យខ្ញុំអត់ទុកទេអ្នកណាក៏ឲ្យតែយកជាតិមកប្រឡូកប្រឡាក់នឹងរឿងការឈឺចាប់ដុតធុដុតទៀតបនស្រន់ការឈឺចាប់ទេអត់ទេអ្នកគឺទៅរំសបាយមានន័យម៉េចនេះប្រជាពលរដ្ឋគេនិយាយអត់ខុសទេកុំខឹងនឹងគេព្រោះអ្នកធ្វើខុសធំណាស់បើលោកសំរៀងស៊ីឯកភាពលោកសំរៀងស៊ីខុសធំជាងគេខ្ញុំណាបំរើអ្នកនយោបាយខ្ញុំអត់មានដំណៀងអ្នកណាទាំងអស់ហើយខ្ញុំក៏មិនយកដៃខ្ញុំទៅទ្រូពងអ្នកណាទាំងអស់បើខុសឲ្យខ្ញុំសូមនិយាយលើកក្រោយកុំធ្វើអញ្ចឹងទៀតឥឡូវប្រជាពលរដ្ឋគេដើរចាញ់ច្រើនណាស់គេបាក់អារម្មណ៍អស់ហើយខ្ញុំមិនចង់ឲ្យអ្នកណាអូសលោកប្រធានទៅជន់តិចអញ្ចឹងទេដល់កោក្នុងសាច់ច្រើនណាស់ណាខ្ញុំប្រាប់ឲ្យទៅ CNPA អូច្រើនណាស់ខ្ញុំនិយាយដល់ស្មោះហើយក៏ខ្ញុំមិនត្រូវពោលក្រៅអាណាមីណាធ្វើនយោបាយដើម្បីនិយាយការពិតឃើញខុសថាខុសឃើញត្រូវតែត្រូវហើយមានពួកខ្ញុំមើលខ្ញុំស្រង់ឈ្មោះអានេះនេះណាចែកមកខ្ញុំយឹតពួកអំបែងក្បាលពួកអោឯងនឹងឯងតែគ្រប់គ្រង 100% 7 មករាពួកអាចយួនចូលហ៊ុនសែនណាបានមកយកចូលសម្លេងឲ្យពួកយើងរំរែកសបាយដោយសារអោម៉ែពួកអស់លោកឯងងាប់ទឹកដីនេះឯងបាត់បងគិតពិចារណាសម្ដីខ្ញុំខុសហើយចេះកែណាបើតែជាតិនេះឯងធ្វើការតែគ្នាឯងប្រហែលនេះទៅបើធ្វើរបៀបនេះនេះខ្ញុំនិយាយតែត្រង់គុំទាំងអស់នេះឯងធំមកធ្វើខុសហើយនេះឯងប្រព្រឹត្តបន្តទៀតខ្ញុំជួយតែពិសក់ពេញក្បាលថ្មិញពេញមាត់ជាឲ្យផុត7 មករាក៏ប៉ុន្តែស្នើសុំគុំឲ្យមានរួមអត់មានណាមើលទៅស្លៀកពាក់លេចលើលេចក្រមនំនេះញាក់ព្រាកសบายចិត្តនឹងមិនអោស្លាប់សบายចិត្តនឹងបាត់បង់ទឹកដីសบายចិត្តនឹងគេរំលាយគណៈបកសង្គ្រោះជាតិសบายអ្វីគ្រប់បែបយ៉ាងទាំងអស់ដែលយួនធ្វើលើខ្មែរណាគិតសម្ដីខ្ញុំកុំចេញមកទៅទឹកបកព្រមមានកោក្នុងសាច់ពួកអា CPP ច្រើនណាស់ដែលមានកម្រងការឲ្យទៅរំរែកសបាយណាឲ្យទៅ7 មករាចេញបាត់យើងឈឺចាប់គ្រប់គ្នាឥឡូវកន្លែងណាទីណាទៅប្រជាពលរដ្ឋអស់ជំនឿអស់លេងខ្ញុំសោកស្ដាយទីបំផុតតែខ្ញុំនៅជាមួយលោកសំមេស៊ីនៅជាមួយសង្គ្រោះជាតិខ្ញុំអត់បែកទៅណាទេតែone day I'll be gone ដល់រាប់គ្មានលោកសំមេស៊ីគឺបាត់ខ្ញុំហើយព្រោះអ្នកជួយនយោបាយមិនដឹងគោលការណ៍ច្បាស់ធ្វើសាច់នឹងចិត្ត7 មករាសួរដល់ណាមកជិះចាប់ទៅបួងសួងទៅការជិះចាប់ទៅខ្ញុំនិយាយមុនគេបងប្អូននេះទៅរំរែកលេចលើលេចក្រមសបាយអូនេះមិនស័ក្តិសមនេះដឹកនាំគេទេគិតសម្ដីខ្ញុំមិនច្បាស់ទៅបួងសួងទៅគិតពិចារណាទៅលោកខ្ញុំឯកភាពខ្ញុំនិយាយចេញទៀតតែកុំរួមមានន័យថាឯងកំពុងសបាយម៉ែឲ្យពួកលោកឯងស្លាប់ម៉ែឲ្យពួកឯងស្លាប់បាត់បង់ទឹកដីនេះឯងសបាយដូចសបាយជ័យជំនាញយួនយកទឹកដីខ្មែរទៅឯងខ្ញុំគ្មានអ្នកដឹកនាំក្បាលខ្ញុំបានទេបានអ្នកជួយត្រូវហើយនឹងតែឃើញបងថាសមុទ្រនិយាយនោះជេគឺខ្ញុំចង់និយាយបើខុសឲ្យគុំចេះតែតបមកវិញ7 មករាអាណាមិនជឿចិត្តតែធ្វើចោះស្មៅស្មាតការជីចាត់បួងសួងបន់ស្រន់មិនមែនទៅលេចលើលេចក្រមរឿងឈិញទៅឈូងទេស្ដាយលុយណាស្ដាយលុយ
អ្នកនៅក្រៅប្រទេសទិញទៅដែរស្ដាយលុយបាទខ្ញុំអត់បានធ្វើការទេដេកធ្លាក់ត្រូវជើងបាទបាទអីទេឈឺតែជើងមិនអាខំអត់ឈឺបាទអូពុនសួរតែរបស់អីឡាយទៀតហើយថាបងមានឈឺមាត់ទេបងឈឺជើងបាទជំរាបសួរបងបានពេលទៅមកពីនេះមិញបាទនេះសូពុនឯងនិយាយទៅនេះសូទៅលេងខ្ញុំហ៎យ៉ាងនេះខ្ញុំនឹកឃើញថាអត់ចង់និយាយអីទេឯងចាំនិយាយបាទជំរាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់បាទអត់អីជាពិសេសខ្មែរជានិយមខ្ញុំអត់តន់ដឹងរឿងយ៉ាងម៉េចទេណាហើយសុំទោសទៅមកពីក្រៅមិញហ្នឹងបាទហើយបានស្លៀកពាក់ស្រួលបួនត្រឹមត្រូវតាមពិតយើងនិយាយคลิปទោះបីមិនក៏ដោយយើងមិនត្រូវដោះអាវយើងទៅពាក់អាវសំរុំបន្តិចបាទជម្រាបសួរបាទជម្រាបសួរទៅមកដល់ពីក្រៅមិញបាទទៅមកក្រៅហ្នឹងហើយមកពីវត្តសាវម៉ាក់ជប់តែតកឲ្យបងថ្ងៃនេះអត់អីស្អែកស្អែកឆ្លាក់ខ្លាំងណាស់ស្អែកខ្ញុំសង្ស័យមានតែបងស្អាតជ្រាបចាក់តាំងទុកហើយបាទព្រោះស្អែកមួយថ្ងៃនឹងពេញហ្មងហើយថ្ងៃសៅរ៍ខ្ញុំទៅធ្វើដំណើរចេញទៅបន្តិចបាទហើយរឿងមិនទេបងរឿង7មករាហ្នឹងយ៉ាងម៉េចព្រោះខ្ញុំបានមករាដែលខ្ញុំឃើញបងនិយាយក្នុងការជួយចាប់ហើយខ្ញុំក៏ចាញ់និយាយទៅថាគុំតបដល់បញ្ចប់ទៅចុះហើយខ្ញុំក៏និយាយខ្ញុំ7មករាខ្ញុំជំទាស់មុនគេបងខទៅលោកជាកំលីខទាំងអស់គេថាគេនៅតែធ្វើបន្ទាប់មកទៀតគឺបញ្យល់ហេតុផលទាំងអស់ថាវាអត់មានទីកន្លែងខ្ញុំឯកភាពឲ្យខ្ញុំនិយាយការពារទៀតសប្បាយចិត្តណាស់ហើយគេជេរយកម្ដងលោកទៀតតែខ្ញុំគ្រប់គ្រងព្រោះតែសារអនឡាញហើយទី3ខ្ញុំស្នើសូមគ្រប់គ្នាជួយចុះតែគុំមានរំលែកយើងទៅគួយស្មាត់ការជួយចាប់បនស្រន់បាត់តែយើងគឺខ្ញុំសូមសំខាន់បំផុតគុំឲ្យមានរំលែកគេថាបាទមាននេះដែលព្រួយដើមរំលែកទៅណាដងកោក្នុងសាច់ 100% ចាំសម្ដីខ្ញុំទៅនេះឯងជួយដើម្បីបំបាក់សង្គ្រោះជាតិនេះឯងជួយដើម្បីបំបាក់ CNPO នេះឯងជួយដើម្បីបំផ្លាញចិត្តទៅយកគេឈ្មោះលោកសំរងស៊ីដល់ជាតិគេគ្រប់ខ្ញុំតែបើហួសឲ្យទៅហួសចុះហួសអត់មានទី2ព្រោះប្រជាពលរដ្ឋគេអន់ចិត្តគ្រប់គ្នាគេដកខ្លួនចេញច្រើនណាស់ដែលខ្ញុំបណ្ដាខ្ញុំបានខ្ញុំសោកស្ដាយដងកោក្នុងសាច់ជាតិ PAO ច្រើនណាស់ខ្ញុំអត់ចិត្តឃើញរួមដែលបងនិយាយរួចទៅគេជេរបងខ្ញុំក៏ចាញ់និយាយទៅបាទហើយឥឡូវគេយកទៅកាត់តបាទព្រោះខ្ញុំដឹងលទ្ធផលរួចហើយពេលដែលខ្ញុំនិយាយហ្នឹងខ្ញុំសូមជម្រាបជូនបងប្អូននៅរឿង7មករាខ្ញុំនិយាយរាល់ឆ្នាំបាទខ្ញុំនិយាយរាល់ឆ្នាំប៉ុន្តែអ្វីដែលខ្ញុំនិយាយគ្រាន់តែជាជួងអត់សូវសម្លេងបងអត់សូវលឺសម្លេងបងអត់លឺសម្លេងមកពីខ្ញុំអត់កាត់បាទខ្ញុំទៅយកដាក់ជាសិនអូខេអត់លឺសម្លេងគាត់អត់សូវលឺហេឡូអត់មកនិយាយមកកំមើលបាទលឺហើយក៏តែខ្ញុំចប់ហើយខ្ញុំនិយាយគាត់តែខ្ញុំចាំបញ្ជាក់ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនខ្មែរទាំងអស់នឹងតែតែអត់ចិត្តគាត់ជា PO ព្រោះអានក៏រកសាច់ច្រើនណាស់ក្នុងការដាក់រំលែកបាទខ្ញុំជម្រាបបន្តិចតែខ្ញុំអត់ចង់និយាយខ្ញុំនិយាយខ្ញុំដឹងថាឥឡូវនេះពួកគណៈបព្វជិជនអ្នកគ្រប់គ្រងគណៈបព្វជិជនគេដោយសារពួកនោះនិយាយមិនសូវការពិតអញ្ចឹងគេមិនសូវជឿប្រព័ន្ធ YouTube និង Facebook ពួកហ្នឹងទេឥឡូវគេអង្គុយចាំកាត់បាទចាំកាត់ណាយើងនិយាយលក្ខណៈថាសុខទឹកនិយមព្រោះខ្ញុំជប់បញ្ជាក់ជូនបងប្អូនថាខ្ញុំជាអ្នកប្រឆាំងថ្ងៃ7មករាហើយខ្ញុំមិនអៀសមោទេណាកាលថ្ងៃ7មករាណាបាទហើយខ្ញុំបានទៅធ្វើការនៅជាមួយសាធារណប្រជាមិត្តកម្ពុជា4ឆ្នាំបាទការនោះក៏ខ្ញុំយកទៅឃើញថាអញ្ចឹងដែរប៉ុន្តែក្រោយពេលដែលយើងសិក្សាអំពីថ្ងៃ7មករាទើបយើងដឹងថាជាផែនការឈ្លានពានយួនដែលខ្ញុំនិយាយយ៉ាងខ្លីបើសិនជា
7 មករាជាការជួយសង្គ្រោះរបស់យួនមែនណាមិនមែនសម្ដេចជាលោកស៊ុនសានបង្កើតកងទ័ពច្បាំងស្លាប់មនុស្សរាប់ម៉ឺននាក់នេះណារចូលរបស់ហ្វុនពេជ្រកម្ពុជាប្រជាធិបតេយ្យរបស់លោកខៀវសំផនតែរឿងមួយដែលខ្ញុំនិយាយគ្រាន់តែជាស្គរដាស់ទេខ្ញុំអត់តន់យកคลิปមកតិចទៀតទេការពិតលោកអូនជាកម្ពុជាគាត់ទៅសេមកខ្ញុំអត់ដឹងថាអ្នកណាយកคลิปរបស់ខ្ញុំយកទៅនិយាយទេតែក្រុមខាងលោកនៅកាណាដាក្រុមខាងបកផ្នែកលិចជាសេបប្រជាជនយកមកបកស្រាយទៅតាមការអ្វីដែលយកឃើញហើយគេយកអាសម្ដីរបស់ខ្ញុំហ្នឹងព្រោះនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យអ្វីដែលខុសយើងអាចនិយាយប៉ុន្តែក្នុងគណិតស្ថាបនាខ្ញុំអត់បានទេហើយខ្ញុំក៏មិនបានទម្លាក់កំហុសទៅលើអ្នកណាទេព្រោះវាមានទេវទត្តក្នុងស្រុកអង្គទេវតាជាច្រើនហើយខ្ញុំដឹងថានៅស្រុកបារាំងមាន2ចំណែកមានគណៈបក្សសង្គ្រោះជាតិ2តែខ្ញុំនិយាយមាន2តែធ្វើការផ្លូវផ្សេងគ្នាហើយខាងយើងនៅអាមេរិកក្រុមអស់លោកខ្លះក៏យល់ឃើញថា7មករាអត់ល្អដែរមានសម្បត្តិមាន76នាក់បើសរសេរសុំឲ្យលោកសំរងស៊ីគិតប៉ុន្តែរឿងនេះវាទៅរលូនបាត់ទៅហើយអញ្ចឹងខ្ញុំប្រយ័ត្នប្រយែងក្នុងការនិយាយប៉ុន្តែដោយសារខ្ញុំជាអ្នកនិយាយប្រឆាំង7មករាយូរឆ្នាំហើយបងប្អូនតាមមើលទៅតែយើងក៏ពិចារណាថាបើថ្ងៃ7មិនបានហេតុអីក៏យើងមិនតាក់ទងជាមួយនឹងម្ចាស់ហាងទៅថ្ងៃ10មករាទៅថ្ងៃ20មករាឬថ្ងៃនេះទៅព្រោះនេះគ្រាន់ជាការទទួលស្គាល់សមាជិក CNRPO ថ្មីដែលអស់លោកបានជ្រើសរើសអ្នកស្រុកបារាំងនៅស្រុកបារាំងមានឥទ្ធិពល2បាទក្នុងគណៈបក្សប្រជាជាតិក៏ដោយតែខ្ញុំនិយាយច្រើនពួកផ្នែកលាក់ហ្នឹងពួកអបប្រជាជនវាយកសម្ដីខ្ញុំយកមកចាក់ឲ្យបំបីដើម្បីឲ្យមនុស្សដែលជាឆ្កែដែលបាទដែលជាឆ្កែដែលមិនមែនបាទដែលមិនមែនជាមនុស្សព្រោះឥឡូវនេះមនុស្សសម្បូរជាខ្មោចអត់មានខួរក្បាលទេបងប្អូនមនុស្សឥឡូវភាគច្រើននៅទាំងបកណាក៏ដោយជាពិសេសពួកបកប្រជាជនណាសិតតែជាខ្មោចមិនមែនមនុស្សទេណាអញ្ចឹងខ្ញុំបាននិយាយរួចហើយបងប្អូនថ្ងៃ12ខែក្រោយបងប្អូននឹងឃើញភាពចម្លែកមួយម្ដងទៀតជាពិសេសតាក់ទងនឹងបងប្អូនសុនឡាអញ្ចឹងអ្វីដែលយើងបកស្រាយដោយបងប្អូនមានប្រសាសន៍អញ្ចឹងបើខុសទៅកែតម្រូវណាមិនមែនអញ្ចឹងឯងបានខ្ញុំនិយាយថាបន្តិចទៀតកុំឲ្យអ្នកដែលនៅក្នុងគ្នាឯងហ្នឹងមើលថាខ្ញុំជាសត្រូវឥឡូវមែនឃើញទេអ្នកណាដែលមើលងាយបងបាទខ្ញុំប្រាប់បងមួយម៉ាត់ទៅចុះពួកអត់យកក្នុងដៃពួកអត់ក្នុងសាច់ខ្ញុំយកសាច់ខ្ញុំការពារបងធ្វើអ្វីពីដើមឥឡូវខ្ញុំជម្រាបជូនបងប្អូនមានមនុស្សមួយក្រុមបានទាញខ្ញុំតែខ្ញុំថាខ្ញុំនៅកណ្ដាលខ្ញុំសូមជម្រាបអស់លោកទាំងអស់មុននឹងខ្ញុំនិយាយអរេអរេ no គេអត់ទាន់ចាក់ទុំវាមិនមែនធ្វើជាតិទេពួកអានោះបើមិនធ្វើជាតិបែបធ្វើជាតិខ្ញុំទៅចោតទេបងខ្ញុំទៅចោតដែរខ្ញុំអត់យកច្រឡំអូនតើអញនិយាយមុនខ្ញុំបងកំតាន់អញនិយាយមុនខ្ញុំបាទការចង់របស់គេខ្ញុំមិនទាន់ថាក្រុមណាទេណាសូមបងទុកឲ្យខ្ញុំនិយាយចិនកុំលឿនពេកមុនខ្ញុំប៉ុន្តែខ្ញុំឈប់នៅលើភាពឯករាជ្យរបស់ខ្ញុំហើយរឿងមួយដែលខ្ញុំមានខ្ញុំមិនក្បត់ចូលបកប្រជាជនដាច់ខាតមិនបំរើហ៊ុនសែនមិនបំរើយួនដូចខ្ញុំតែនិយាយថាមិនក្បត់លោកសំលេខស៊ីបាទខ្ញុំជម្រាបអញ្ចឹងបាទខ្ញុំអត់ចង់និយាយថាខ្ញុំអត់មានក្បត់លោកសំលេខស៊ីអត់មានតែការនិយាយក្នុងលក្ខណៈប្រជាធិបតេយ្យយើងនៅអាមេរិកក្បាលកាចាស់អាយុ69 70ប៉ុណ្ណឹងហើយយើងត្រូវតែមានយុទ្ធសាស្ត្រមានទស្សនៈខ្លះនិយាយតែកលៈទេសៈខ្លះពាក្យពិតរែងស្លែងណាកាត់តម្រៃខ្ញុំបានណាកលៈទេសៈខ្លះពាក្យពិតរែងស្លែងនៅក្នុងកលៈទេសៈដែលសត្រូវដែលពួកកុម្មុយនីសកំពុងតែបំបីយើងប្រចាំអញ្ចឹងអ្វីដែលខ្ញុំនិយាយអ្នកទាំងអស់គ្នាខ្ញុំដឹងថាថ្នាក់លើយល់ដល់ពីខ្ញុំហើយខ្ញុំគ្មានក្បត់អ្វីជាតិទោះបីលោកសំរងស៊ីខ្ញុំដឹងច្បាស់មុននឹងខ្ញុំនិយាយខ្ញុំដឹងច្បាស់ណាស់តែកន្លែងខ្លះខ្ញុំសុខចិត្តទុកនៅក្នុងបេះដូងក្នុងចិត្តរបស់ខ្ញុំខំទុកប៉ុណ្្នឹងហើយនៅពួកផ្នែកលិចពួកបព្វជិជនយកមកប៉ុន្តែខ្ញុំបាននិយាយជាមួយអស់លោកប្រាប់ឲ្យគេយល់អញ្ចឹងខ្ញុំមិននិយាយច្រើនទេតែខ្ញុំគ្រាន់តែប្រាប់ជម្រាបបងប្អូនថាក្នុងមួយជីវិតខ្ញុំនេះអ្វីដែលខ្ញុំមានគឺអាដាមប្រទេសជាតិអ្វីដែលខ្ញុំចូលគឺជាមួយយួនជាមួយហ៊ុនសែនព្រោះហ៊ុនសែនគឺជាយួនគឺជាហ៊ុនសែនយើងស្អប់យួនយើងស្អប់ហ៊ុនសែនយួននឹងប្រើឲ្យហ៊ុនសែនស្លាប់យើងហ៊ុនសែនដើម្បីអំណាចវានឹងប្រើពួកវាមកសម្រាប់យើងស្លាប់បង្កើតលៀបពណ៌អញ្ចឹងថ្ងៃនេះខ្ញុំចូលបញ្ជាក់
បងប្អូនថាសវុធរបស់ខ្ញុំថាសវុធខ្ញុំនេះមានរឿងតែមួយគត់មិនខ្មាត់ជាតិហើយមិនចូលជាមួយនឹងបកប្រជាជននិយមហ៊ុនសែនឬក៏យួនដាច់ខាតព្រោះថ្ងៃ7មករាខ្ញុំមិនមែនហៀសបោទេណាខ្ញុំអាយុ24 25ឆ្នាំហើយខ្ញុំជាអតីតអ្នកនិពន្ធមួយរូបនៅឆ្នាំ1974ខ្ញុំសរសេរសៀវភៅរឿង3ឆ្នាំ2008ខ្ញុំសរសេរសៀវភៅរឿងមួយទៀតអញ្ចឹងខួរក្បាលខ្ញុំពោពេញទៅដោយការគិតតើខ្ញុំធ្វើសប្តាហ៍ខ្ញុំមានបុណ្យស័ក្តិអ្វីនៅក្នុងសម្រាប់សង្គមជាតិក្តីសម្រាប់អត់ទេគ្រាន់តែជួយអស់លោកបញ្ញវន្តចាស់និងបញ្ញវន្តក្រោយថ្ងៃ7មករាធ្វើឲ្យត្រឹមត្រូវគុំតន់អាវ័យតម្លៃខ្ញុំបើមិនស្គាល់ខ្ញុំទេគុំវាយតម្លៃខ្ញុំតែរឿងមួយដែលខ្ញុំមានជាអមតៈខ្ញុំមិនខ្វាត់ជាតិខ្ញុំមិនចូលដៃជាមួយហ៊ុនសែនហ៊ុនម៉ាណែតយួនដាច់ខាតរហូតដល់ខ្ញុំស្លាប់ឥឡូវចង់សាដាក់ក្បាក់ខ្នល់ដាក់ក្បាលអ្នកណាហ៊ានមើលថាសវុធពីឆ្នាំនេះរហូតដល់ស្លាប់តើថាសវុធធ្វើឲ្យខ្លះតែបើណៃលៀបពណ៌ខ្ញុំណៃចោតប្រកាន់ខ្ញុំអត់ទេខ្ញុំសូមជម្រាបជូនថាមនុស្សឥឡូវណាវាសម្បូរដោយទេវទត្តក្នុងសោមទេវតាមាន3ចំណុចមួយគេទិញបានមួយគេប្រកបមួយទៀតគេនឹងអាចទិញបានមនុស្សចំពោះទី3នេះគឺគ្រោះថ្នាក់ណាស់គេអាចទិញបានថ្ងៃនេះជាមិត្តយើងស្អែកឡើងគេទិញយកបានហើយអញ្ចឹងមាន3ចំណុចហើយចាំមើលអស់លោកទាំងអស់ត្រូវយល់ខ្ញុំឆ្លងកាត់ជីវិតនយោបាយតាំងពីឆ្នាំ71ខ្ញុំឆ្អែតខ្ញុំឆ្អែតនយោបាយខ្មែរណាស់មេដឹកនាំក្នុងខ្មែរយើងដែលជាបញ្ញវន្តចំនួនក្រោយស្រុកយើងឯករាជ្យត្រូវគេសម្លាប់ទាំងអស់ទាំងសាធារណរដ្ឋរបស់លោកលន់នល់ទាំងរដ្ឋាភិបាលក្រុងរបស់សម្ដេចកែនុតត្រូវគេសម្លាប់ទាំងអស់ហើយអ្នកទាំងនោះសុទ្ធតែមានចំណេះវិជ្ជាជាបញ្ញវន្តពិតប្រាកដខ្ញុំក៏ជាក្មេងចំនួនសាធារណហ្នឹងជាយុវជនសាធារណហើយអ្នកខ្លះក្មេង7មករាការថ្ងៃ7មករាកាន់សភៅទៅនៅក្រោមប្រូក្រាមយួនឥឡូវបានធ្វើនយោបាយអញ្ចឹងយួនវាចូលចិត្តមនុស្សបែបខ្ញុំទេមនុស្សដែលវាអាចទីបានដូចចំនួនខ្ញុំណាដូចខ្ញុំនឹងខ្ញុំរៀនចំនួនជាសភារាបងប្អូនខ្ញុំមិនស្គាល់ជាសភារាទេតែមិត្តភ័ក្តិរបស់ខ្ញុំធ្លាប់រៀនជាមួយជាសភារាឥឡូវជាសភារាជាអ្វីរដ្ឋមន្ត្រីពួកម៉ាក់ខ្ញុំក៏មានអារម្មណ៍ស្នេហ៍ដែរតែខ្ញុំមិនចូលដាច់ខាតហើយគេក៏មិនរាប់អានយើងវាជាប្រព័ន្ធកុម្មុយនីមួយដូចចំនួនក្រោយឆ្នាំ1975អញ្ចឹងពេលដែលគេអ្នកមូលដ្ឋានគេអត់ស្គាល់យើងអ្នក17មេសាទេព្រោះនាំឲ្យខូចបរិបទគេអញ្ចឹងអស់លោកមន្ត្រីខ្លះមិត្តភ័ក្តិក៏ដោយគេពាក់ផ្កាយ2ផ្កាយ3ផ្កាយ4ទោះបីគេជាបងប្អូនយើងក៏ដោយគេមិនតាក់ទងយើងទេសូមជ្រាបអញ្ចឹងណាខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតថាខ្ញុំឆ្លងកាត់ចំនួនសម្ដេចជនុចំនួនលោកលន់នល់ចំនួនប៉ុលពតចំនួនសាធារណប្រជាជនកម្ពុជាបងប្អូនអត់ដឹងផងណាព្រោះយួនបានបង្កើត7មករាគឺសាធារណប្រជាជនកម្ពុជាហើយខ្ញុំគឺជាអ្នកតាមដានមើលថាតើវត្ត going on ប្រទេសមួយហ្នឹងដូចនៅកំពង់សោមខ្ញុំនៅខាងថៃការហើយខ្ញុំជាមេឃ្លាំងខ្ញុំមើលឃើញក្រសួងដូចជាធនាគារមានតែ2នាក់បងប្អូនភូមិអ្នកស្រីភូមិដែលជាក្មួយរបស់សៃពូថងខ្មែរអត់ចេះទេចេះតែលាវយួនហើយមកកាន់ជាប្រធានធនាគារខាងកសិកម្មមានតែ3នាក់ទេហេរ៉េញវត្ថុមានតែ3នាក់ទេប្រធានហេរ៉េញវត្ថុពួកម៉ាក់ខ្ញុំមានច្រើនតែនៅពាណិជ្ជកម្មកំពង់សោមមានច្រើនមានកម្មករមានបុគ្គលិកច្រើនជាងគេអញ្ចឹងពាណិជ្ជកម្មហ្នឹងគឺជាអ្នកចែកគ្រប់ក្រសួងទាំងអស់ហើយតែហ៊ាននៅកំពង់សោមបរិយ12មានម្ដង100នាក់ផងតែការនោះមានលោកសមមិត្តផងយុទ្ធជំនាញវិជាការបរិយ12ព្រោះអង្គអ្វីនៅលើខ្ញុំទាំងអស់បងប្អូនខ្ញុំខាងខាងការនឹងនៅឃ្លាំងក្រសួងហ្នឹងខ្ញុំមាន3នាក់ណាខាងសាំងមាន2នាក់កមនីគុំមាន3នាក់រួចចុះប្រទេសមួយទាំងមូលខេត្តកំពង់សោមក្រុងកំពង់សោមមួយទាំងមូលមានបុគ្គលិករាជការប្រហែល30នាក់ផងអញ្ចឹងយួនវាបង្កើតរដ្ឋាភិបាលមួយចាប់ដាក់បងប្អូនអាខ្លះរៀនបន្តិចទួចចេះយួនបន្តិចទួចទៅរៀនសាលាមជ្ឈិមសាលានយោបាយមជ្ឈិមមកវិញធ្វើប្រធានអង្គភាពត្រួតក្បាលឲ្យបណ្ដោយបាទនេះជាការពិតដែលខ្ញុំអ្នកឯងទៅនិយាយក្រោយថ្ងៃ7មករាណៃហៀសបោទេថ្ងៃដើរទៅរៀនសាលានយោបាយបង្កើតទេគឺខ្ញុំតែខ្ញុំអាណិតពួកសាលាវិកិត្តការនោះនៅខាងក្រសួងអប់រំវេទនាណាបងប្អូនអ្នកដែលចូលរៀនធ្វើជាគ្រូបង្រៀនណាវេទនាណាបើឲ្យគេធ្វើប៉ូលីសគេធ្វើគយគេធ្វើខាងពាណិជ្ជកម្មរស់បានស្រួលបន្តិចដូចខ្ញុំជាដើមបាទក្រោយឆ្នាំ79ណាខ្ញុំអត់មានវេទនាទេយើងនិយាយត្រង់ព្រោះខ្ញុំនៅពាណិជ្ជកម្មកន្លែងខ្លាញ់ប៉ុន្តែខ្ញុំមិនពុករលួយទេខ្ញុំដើរចែកអង្គឲ្យប្រជាជនចែកចំណាត់ឲ្យប្រជាជនឆ្នាំ79នៅវារិញនៅស្បែកដៃហើយខ្ញុំមិនបានយកកតទៅលក់មិនបានយកគណៈទៅលក់បើខ្ញុំយកទៅលក់ពួកខ្មែរក្រហមតំបន់ហ្នឹង
គេបាញ់ក្បាលខ្ញុំស្លាប់បាត់ទៅហើយយួនចាប់យើងដាក់គុកបានហើយតែអ្វីដែលខ្ញុំមានគឺខ្ញុំស្រឡាញ់ប្រជាជនខ្ញុំចូលធ្វើការនៅជាមួយក្រសួងពាណិជ្ជកម្មតែខ្ញុំស្រឡាញ់ប្រជាជនព្រោះគេបញ្ជាឲ្យចែកអង្គហ្នឹងអ្នកណាមកធ្វើពលកម្មមេឃុំឲ្យឈ្មោះតែខ្ញុំអត់គិតចឹងទេឲ្យតែណាមកសុំខ្ញុំសញ្ញេបានមួយឲ្យមិត្តភក្តិខ្ញុំគណៈកម្មការបាទនេះជារឿងដែលខ្ញុំធ្វើក្រោយឆ្នាំ1979អញ្ចឹងខ្ញុំដឹងថា7មករាគឺជាទឹកឃ្មុំការស្លែង7មករាគឺជាផែនការយួនប៉ុន្តែទៅដោយសារអីអ្នកតស៊ូខ្មែរទទួលដែរឆ្នាំ79 Yes sir ហើយអង្គការជាតិអត់បានទទួលស្គាល់សាធារណប្រជាមានិតកម្ពុជា10ឆ្នាំជាងអញ្ចឹងឯងបានប្រទេសកម្ពុជាយើងគេប្រែជារដ្ឋកម្ពុជាមុននឹងខ្លាយទៅជាប្រទេសជាអ្នកកម្ពុជាទី2ហ្នឹងឯងត្រូវដឹងបានឯងត្រូវឲ្យយល់ឲ្យដឹងកម្ពុជាបាទជាចាប់លក្ខណៈរួចហើយសូម្បីអង្គសូម្បីក្តីបាទខ្ញុំជាសាក្សីដើម្បីបង្កើតជាចាប់កម្ពុជាបាទដោយសារកម្ពុជាប្រជាធិបតេយ្យរបស់ពលពតមានឈ្មោះជាបល្ល័ង្កពុទ្ធសាសន៍អញ្ចឹង10ឆ្នាំគេចង់ជួយខ្មែរយើងគេទៅទុកខ្មែរយើងជារដ្ឋកម្ពុជាសិនបានគេ transfer ពីរដ្ឋកម្ពុជាមកជាណាចក្រកម្ពុជាអ្នកខ្លះបានដឹងស្អីទេណាគាត់ទៅថៅសវុតនឹងចេះថៅសវុតចុះណែឯងចេញបាទអរគុណបងណាការពិតគឺមិនមែនទេអ្វីយើងពុតបងចង់បានគឺវាចង់បានដាក់រដ្ឋកម្ពុជារហូតតែដោយសារអ្នកស្រីតែអាជាតិខ្មែរយើងលោកតាសន្សានគណៈបកសុនទៅលាក់សូម្បីតែខ្មែរមិនខ្លួនហ្នឹងក៏គេឆ្លងជាតិគេដែរហើយជាពិសេសគឺលោកសំលេងស៊ីនឹងឯងបាទលោកតែប្រជុំប្រឆាំងការពារទាំងអស់លោកសូមទៅជប់លេខគិតណារដ្ឋកម្ពុជាខ្ញុំជឿចាប់ណាស់របស់តំណែងមកពិសោធន៍ខ្មែរស្អីរដ្ឋកម្ពុជាមានន័យថាអ្វីគ្រប់គ្រងគឺនៅក្នុងដៃយួនអស់ហើយយួនលៀមចិនយួនក្បាលតាមម៉ាស៊ីនលៀមខ្មែរគាត់ជួយគេគ្រប់គ្រងខ្ញុំជឿចាប់ណាស់បងរំលឹករឿងនេះមួយមិនមែនយួនមកចង់បានទេតែអ្នកស្នេហាជាតិលោកក្រុមទាំងស៊ីណាតែក្រក់ប្រឆាំងអ្វីគ្រប់បែបយ៉ាងសុភ័យគាត់បានគឺក្នុងអរិយសុខជាតិនៅក្នុងគណៈបព្វតែលោកមិនឃើញទៅអាក្រក់ទៅអាចនឹងស្គាល់តែពុករលួយតែលោកប្រឆាំងបាទតារានយោបាយចុងក្រោយរបស់អង្គគឺលោកសំរងស៊ីពីព្រោះអ្នកនយោបាយខ្មែរយើងចំនួនចំណុចជាចំនួនលោកលន់ណុលមានលោកចៅសេងមានអស់លោកជាច្រើនខិនតាលឹមមានអស់លោកខាងសម្ដេចជានុកសម្ដេចបៃនុតហើយខាងលោកលន់មានច្រើនឥឡូវទៅបានសម្លាប់តារាទៅមួយគត់សម្រាប់នយោបាយខ្មែរដែលយួនខ្លាចនឹងហ៊ុនសែនខ្លាចជាទីបំផុតគឺសំរងស៊ីអរគុណលោកបាទគឺជាលោកសំរងស៊ីអញ្ចឹងណារឿងអីខ្ញុំស្គាល់លោកសំរងស៊ីបាទដាក់ទៅលោកថាសវុតទៅលោកថាសវុតខ្វត់ជាតិលោកថាសវុតជាពួរទៅក្នុងសាច់ទេលោកថាសវុតពួកអាចទៅក្នុងសាច់ហើយនឹងឈុំចរាយកម្មអ្វីគ្រប់បែបយ៉ាងទៀតអង្គនេះតែបងនិយាយក្នុង7មករារំលែកតែប៉ុណ្ណឹងឯងតែសូមជ្រាបឲ្យច្បាស់ខ្ញុំអត់ដឹងទេបាទខ្ញុំបានខ្ញុំសំលេងទីមួយណាឥឡូវនេះมันអាចខ្លាយទៅជាប្រទេសកម្ពុជាមានបងឯអន្តរជាតិទេដោយសារលោកសំលេងទីលោកខំជាយមលោកខំអសាលោកបញ្យល់ប្រជាពលរដ្ឋលោកបន្តទៅការជីចាក់ជាតិនិយមតាមពីស្នងប្រស័យរួចសប្តាហ៍ដែរក៏មិនបាត់ទៅដូចនេះដោយសារលោកសំលេងទីបាទបងប្អូនដឹងហេតុអីបច្ចុប្បន្នខ្មែរត្រូវការគេរំលែកព្រោះហ៊ុនសែននឹងយួនវាប្រើកលមិនគ្រប់យ៉ាងទាំងអស់8ម៉ាក់បាទ8ម៉ាក់គ្នាឥឡូវនេះសូម្បីកម្មរដ្ឋាពីដើមគេយើងមិនមែនលោកសំស៊ីខ្ញុំដឹងប៉ុណ្នេះលោកសំស៊ីដឹងស្គាល់កម្មរដ្ឋាច្បាស់ណាស់តែហេតុអីបានគេយកកម្មរដ្ឋាមកធ្វើរួបរวมជាតិយើងរួមគ្នាប៉ុន្តែរឿងគេក្បត់រឿងគេនេះជារឿងរបស់គេតែអ្វីដែលខ្ញុំមើលឃើញណាអ្វីដែលខ្ញុំមើលឃើញតារានយោបាយដែលយួនខ្លាចជាទីបំផុតគឺលោកសំរងស៊ីអញ្ចឹងហើយអាចកែដល់ល្អដែលយួនប្រើគឺក្រុមហ៊ុនសែនបាទឆ្កែដែលយួនប្រើល្អសម្រាប់ផែនការវៀតណាមបុព្វជិកម្មអញ្ចឹងខ្ញុំដឹងច្បាស់ណាស់អ្នកឯងមិនបាច់ចាប់ថាថៅសវុតចេះចុះអ្នកឯងមិនបាច់យកคลิปថៅសវុតហ្នឹងមកទេវាដូចជួយខ្ញុំល្បីទេណាដូចពួកអាខ្មែរលីកវាយកមកណាអស់លោកខ្លះយកមកហ្នឹងក្នុងកំណត់ល្អក្តីកំណត់អាក្រក់ក្តីគេដឹងខ្ញុំច្បាស់ជាណាហើយព្រោះពេលដែលប្រជុំក្នុងគណៈបកប្រជាខ្ញុំមិនដែលមានផងខ្ញុំអត់មានពេលទៅប្រជុំផងហើយថ្នាក់លើទៅរឿងអីគាត់មិនដឹងថាខ្ញុំជាណាតែខ្ញុំជួយព្រោះខ្ញុំក្បាលកាចាស់ហើយណាខ្ញុំគ្មានពេលអ្វីនឹងទៅធ្វើការនៅក្នុងនយោបាយទេខ្ញុំគ្រាន់តែជួយក្មេងៗយុវជនចំនួនក្រោយជាពិសេសឥឡូវនេះយុវជនក្រោយថ្ងៃ7មករាខ្ញុំមិនមើលងាយទេអ្នកឯងមានអ្នកឯងចុះបាក់ឌុកឆ្នាំ95ស្មើនឹងបាក់ឌុកឆ្នាំ75តែតម្លៃការពិសោធន៍ណៃអត់ដូចគ្នាទេតម្លៃសញ្ញាបាក់ដូចគ្នាតែការពិសោធន៍ខុសគ្នាឆ្ងាយណាស់អញ្ចឹងខ្ញុំបាក់
បានមើលឃើញសត្រូវខ្ញុំច្បាស់ណាស់គឺយួនហាណូយវាសម្រាប់ពួកទាហានលោកលន់នល់ចាប់វាសម្រាប់ពួកក្រុមសម្ដេចស៊ីនុចាប់វាសម្រាប់ពួកខ្មែរក្រហមដែលគេចាប់ទៅខ្មែរក្រហមរបស់លោកខៀវសុវណ្ណចាប់វាចាប់ដើមនយោបាយគឺបាក់ពេលដែលបាក់សង្គ្រោះទៀតវាយកសម្រាប់ពួកគេយកបាទពួកនេះដើម្បីស្លាប់ពីយកពួកពីយកស្លាប់បុកពីចោះឡើងចាំប៉ុន្តែចំណុចចុងក្រោយគឺការបោះឆ្នោតបើសិនជាការបោះឆ្នោតទៅត្រឹមត្រូវហ៊ុនសែនហ៊ានស្បត់ទេតាំងពីឆ្នាំ2000ប្រហែលរហូតដល់សប្តាហ៍ថ្ងៃតើអ្នកឯងធ្វើតែយុទ្ធធម៌ឬយ៉ាងម៉េចតើទេវតាដែលខ្វាក់ភ្នែកប្រហែលឆ្នាំហើយភ្លឺភ្នែកនៅតើសប្តាហ៍ថ្ងៃនេះមានទេវតាទេមានប្រអិនទេអង្គការសហប្រជាជាតិគេដោះស្រាយលុយរាប់រយលានដុល្លារឲ្យយើងហើយគេយល់ថាខ្មែរយើងមានអាសៀតអញ្ចឹងគេបង្កើតសន្និសីទទីក្រុងប៉ារីសប៉ុន្តែយួនប្រើហ៊ុនសែនទុកសន្និសីទទីក្រុងប៉ារីសដូចជាអត់មានតម្លៃអ្វីព្រោះបើសន្និសីទទីក្រុងប៉ារីសរស់ឡើងវិញអាយួននេះវាអត់បានកោះតលទេបងប្អូនហើយបង្គោលទៅដល់យើងអត់មានស្លាប់ហោះទេអញ្ចឹងវាត្រូវរើសហើយហ៊ុនសែនដើម្បីបានអំណាចត្រូវរើសមើលបលិសទាហានរដ្ឋមន្ត្រីណាដែលខ្ញុំហ៊ុនសែនមួយជីវិតធ្វើតាមហ៊ុនសែនបងប្អូនឃើញមើលអាចវាយក្រុងពេញអាគង់ស្រីឲ្យតែឃើញហ៊ុនសែនទៅផ្ទះដូចឆ្កែឃើញខ្លាចឹងបងប្អូនមើលអាកប្បកិរិយារបស់អាគង់ស្រីជាស្អីចុះឲ្យក្រុងព្រោះវាបានឡើងដល់ការប្រណិប័តដល់ការគោរពបាទបុណ្យស័ក្តិការបងប្អូនមើលអាគង់ស្រីឥឡូវនេះតាមពិតណាគេត្រូវដកឃុំផ្សេងចេញខ្ញុំបានតំណែងយូរហើយប៉ុន្តែវាប្រកែតម្រូវចិត្តឃើញហ៊ុនសែនទៅប្រទេសម៉ាឌីវទៅប្រទេសចិនណាមើលឃុំផ្សេងស្ពះយ៉ាងត្រឹមដូចឆ្កែឃើញខ្លាអញ្ចឹងណាដូច្នេះយួនប្រើពួកឆ្កែមួយក្រុមដែលធ្វើតាមផែនការវាខំសម្រាប់ខ្មែរគ្នាឯងគឺក្រុមហ៊ុនសែនប្រើឆ្កែមួយក្រុមដែលជាមនុស្សទូរយុទ្ធជាជនពុករលួយហ្នឹងដើម្បីបំរើអំណាចរបស់ខ្លួនឃើញទេអញ្ចឹងថ្ងៃនេះខ្ញុំសូមជម្រាបណាអស់លោកខ្លះនៅក្នុងគណៈបកណាក្រោយមិនថាគណៈបកប្រឆាំងមិនថាគណៈបកប្រជាជននេះបើអ្នកឯងនៅតែខំគ្នាបើអ្នកឯងមិនដោះស្រាយនយោបាយតាមលទ្ធិប្រជាធិបតេយ្យដែលសន្និសីទទីក្រុងប៉ារីសគេតម្រូវអ្នកឯងស្លាប់ពួកប្រឆាំងបានតែថ្ងៃក្រោយអ្នកឯងក៏ទៅស្លាប់ដែរណាដូចគ្នាណាដូចកម្ពុជាប្រជាធិបតេយ្យឆ្នាំ75អញ្ចឹងណាពេលនោះក្រោយឆ្នាំ75ទៅហ៊ានលោកលន់នល់អ្នករដ្ឋការលោកលន់នល់ទៅបានច្បាប់ទីបំផុតដល់វេនពួកកម្ពុជាប្រជាធិបតេយ្យម្ដងរហូតដល់ពួកពលពតគេចោទថាកន្លែងពុះសាសឃើញទេអញ្ចឹងអន្តរជាតិគេចង់ឲ្យអ្នកឯងយកសន្និសីទទីក្រុងប៉ារីសរៀបចំប្រទេសតាមលក្ខណៈប្រជាធិបតេយ្យលោកសម្ដេចស៊ីនុអញ្ចឹងក្រោយសុំយើងឯករាជ្យ6 7ឆ្នាំហ្នឹងយើងត្រូវមួយអាមេរិកយើងយកលទ្ធិប្រជាធិបតេយ្យពេលនោះសុំយើងចម្រើនសេដ្ឋកិច្ចឡានអាមេរិកពេលអាមេរិកមកពេញតែឆ្នាំ60ពេលដែលសម្ដេចស៊ីនុទៅជួបជួអេឡាយជួបមកជាតុងពេលនោះប្រែប្រួលយើងដែលឆ្លងប្រជាធិបតេយ្យដូចជាលោកសំសេរីដោយសារច្បាប់គេឲ្យបង្កើតគណៈបកគាត់ទៅបង្កើតមានវិជាប្រៃសម្ដេចស៊ីនុចោទថាគាត់ជាដូចពួកយើងអញ្ចឹងយើងឆ្លងលទ្ធិប្រជាធិបតេយ្យយើងនៅសហរដ្ឋអាមេរិកណាពេលដែលយើងបញ្ចេញបង្កើតគណៈបកគេចោទថាយើងនឹងញុះញង់គេចោទថាយើងក្បត់ជាតិឃើញទេសូម្បីលោកសំទីកម្មសខាអស់លោកទាំងអស់ទៅគេចោទថាជាបណ្ឌិតថាជាអក្រិតជនសមទេរហូតដល់គេចាប់លោកថៃជីថាខ្ញុំដឹងសេនាយោទាំងអស់តែខ្ញុំអត់និយាយព្រោះថាវាស្លាប់វាស្លែងតែខ្ញុំសូមផ្ដាំអស់លោកនៅទីបំផុតបើអស់លោកទាំងអស់មិនសាមគ្គីគ្នាទេជាពិសេសមន្ត្រីក្នុងគណៈបកប្រជាជនណាវាដូចត្រីឆ្ដោតស៊ីត្រីក្រាំងត្រីតគ្នាហើយអាត្រីធំគឺចិត្តគិនកុម្មុយនីសនិងយួនកុម្មុយនីសអាត្រីធំអាត្រីទៅវាខំគ្នាវាលេបគ្នាទីបំផុតត្រីយួនដូចត្រីបលែងអញ្ចឹងវាលេបគិតហើយអាចិននេះយកខ្លួនទៅហើយព្រោះចិនអញ្ចឹងបានជាយួនវាដូរប្រធានាធិបតីវាហើយវាក្បត់ចិនកុម្មុយនីសរួចហើយវាក្បត់រុស្ស៊ីឥឡូវវាមករកអាមេរិកតែទៅវាការវានឹងបដូរអញ្ចឹងប្រធានាធិបតីយួនត្រូវដូរដើម្បីវាដើរនយោបាយខ្លះសម្របទៅតាមនយោបាយចុះខ្មែរសូម្បីតែសៀមថៃក្រោយថ្ងៃ1975ក៏វាដូរមេតបវាដែរវាដូរអ្នកដឹកនាំវាធ្វើរដ្ឋប្រហាររហូតដើម្បីទប់រឿងនយោបាយខ្មែរអាយុនឹងអញ្ចឹងដែរតែមានតែអ្នកដឹកនាំតែល្ងងដែលគិតអំពីជាតិការស្លាប់រស់របស់ប្រទេសទេមានតែពួកឆ្កែបំរើហ៊ុនសែនទេដែលវាយល់ឃើញថាអ្វីដែលហ៊ុនសែនធ្វើត្រូវតែខ្ញុំយល់ឃើញថា7មករាគឺជាថ្ងៃដ៏ឈឺចាប់អត់មានពេលរំជ្រៀងទេណាអត់មានរំជ្រៀងវាធ្វើឲ្យប៉ះជាមួយពួកថៃហ្នឹងនៅ Stockton នៅ Lowell នៅ Long Beach នៅ New Jersey នៅទីក្រុង Phila ធ្វើទាំងអស់ថ្ងៃ7និងថ្ងៃ8មករាខ្លះបាទ
នៅលើវាយថ្ងៃ8បងប្អូន បាត់បង់ទឹកដី នៅលើវាយធ្វើថ្ងៃ8ហើយហេតុអីអញ្ចឹងខ្ញុំត្រូវតែនិយាយខ្លះក្នុងនាមខ្ញុំជាអ្នកប្រឆាំង7មករាយូរហើយរាប់ឆ្នាំហើយបងប្អូនមើលទៅមិនមែនអស់លងទៅថ្ងៃហ្នឹងទេប៉ុន្តែជាទូទៅ general ខ្ញុំមិនគ្រប់គ្រងទេអញ្ចឹងខ្ញុំត្រូវគោះជួងស្គប់ប៉ុន្តែពេលឱកាសហ្នឹងពួកខ្មែរលិចហ្នឹងគេយកមកណាគេយកមកថាខ្ញុំហ្នឹងយកស្ដាប់ទៀតហើយដាក់ចុះខ្ញុំនិយាយខ្ញុំការពារលោកសំមេស៊ីអ្នកស្រីជាតិប្រភេទបន្តលោកកោក្នុងសាច់ជា PO ច្រើនណាស់មកពេលណាដែលបង្កបង្កើតបញ្ហារបស់ខ្ញុំជ្រាបទៅគិតទៅខ្លួនឯងពួកឯងសិតតែពួកឯងកោក្នុងសាច់ពួកឯងសិតតែពួកឯង CPP ដែលសម្បត្តិបាយចិត្តដើម្បីកំចាត់ឥទ្ធិពលលោកសំមេស៊ីកំចាត់ឥទ្ធិពលជា PA អូតែប៉ុណ្ណឹងតែទៅតាមក្រុមគូណាដឹកឲ្យច្បាស់បាទនៅតាមវត្តណាទុំទៅបងខ្ញុំសុំនិយាយចេញបាទខ្ញុំសុំបើដល់មិនគឺបងហ្នឹងខ្ញុំបញ្ឆៅដល់ខ្ញុំខំទៅត្រាក់ដឹកនាំគេថាត្រូវតែធ្វើអូខេទី2គេថាអត់មានទីកន្លែងអត់អ្វីអូខេហើយខ្ញុំសុំវិញខ្ញុំសុំមិនមែនពួកខ្ញុំសុំទេព្រោះប្រជាពលរដ្ឋซึ่งតែពិភពលោកអ៊ីមែលរបស់ខ្ញុំជួយចុះព្រោះអត់ទេតែសុំកុំពេលតាគម្រំរ៉េបាត់នេះឯងរំសបាយអ្នកអត់ទៅណាកំពុងសបាយចិត្តម៉ែឲ្យនេះឯងកំពុងស្លាប់7មករាគឺថ្ងៃយូនឆ្លៀបទឹកដីគេ7មករាថ្ងៃយូនសម្រាប់ម៉ែបន្តតើនេះឯងជាណាខ្ញុំត្រូវបញ្យល់មកហើយជនដែលដឹងថាលោកកក្នុងសាជា PAO អ្នកដែលព្រួយឲ្យមានរាត្រីសមរថគឺពួកអាចចូលមកសៀតទៅកោក្នុងសាច់ខ្ញុំនិយាយថ្ងៃនេះគឺការពារលោកសំមេស៊ីនិងអស់លោកថ្នាក់ដឹកនាំនឹងមើលពុកខ្លះខ្ញុំប្រាប់ឲ្យថាជួយចុះការស្មងស្មាតការជិះចាក់តែសូមមេត្តាអាគុំរត់រែកស្បាយគេថាបាទសក់តែឃើញមានអីមិនតែពិតថ្ងៃនេះគឺជាថ្ងៃការតែងតាំងប្រធានថ្មីនៅស្រុកបារាំងជា RPO សូម្បីតែនៅតាមវត្តក៏មានបញ្ហានៅស្រុកបារាំងក៏មានបញ្ហាខ្លះដែរតែបើយើងនិយាយពួកនឹងវាថាអូថាសមុទ្រហ្នឹងណាលេងគឺទឹកសំស៊ីបាទថាសមុទ្រហ្នឹងវាយប្រហាតាមពិតពាក្យដូចខ្ញុំតែងតែនិយាយតែពាក្យពិតលេងឆ្លែងហាវាស្លាក់ខ្ជាក់វាស្លែងប៉ុន្តែក្នុងប្រព័ន្ធប្រជាធិបតេយ្យបើយើងរវល់ស្ដាប់ឲ្យអើនឹងពួកឲ្យអើបាទឲ្យអើអជ័យទឹកហ្នឹងយើងអត់ឈ្នះគេទេយើងគ្រាន់តែកំណត់នយោបាយហ៊ុនសែនប៉ុណ្ណឹងអញ្ចឹងហ៊ុនសែនមានលុយច្រើនប៉ុន្តែរឿងដែលយើងត្រូវធ្វើយើងអាចនេះជារឿងមួយដែលតែងតាំងតែយើងអាចធ្វើថ្ងៃក្រោយពីថ្ងៃ7មករាបានតែបើយើងគ្រប់គ្នាភាគច្រើនភាគតិចក៏ដោយព្រោះបើយើងធ្វើទៅអត់មានបដកម្មប្រឆាំងអាហ្នឹងយើងធ្វើតែបើមានអ្នកប្រឆាំងដើម្បីកុំឲ្យមានបញ្ហាយើងត្រូវនិយាយហើយខ្ញុំអាចបានដឹងទាំងអស់ខ្ញុំបានដឹងទេអត់បានដឹងថាក៏តែបងឲ្យផុតចប់បាទរឿងនេះខ្ញុំសូមបញ្ជាក់ប្រាប់បងមហាជនពិភពលោកថាខ្ញុំហើយអ្នកមិនពេញចិត្តគាត់ថាដឹកនាំគេថាត្រូវនិយាយពីខ្ញុំនឹងមកដាក់ទៀតហើយខ្ញុំនិយាយឲ្យចប់សុំទោសខ្ញុំថាខ្ញុំអត់ពេញចិត្តពេលមកក្រៅគឺថ្ងៃពីចាក់ថ្ងៃពួក CPP ឆ្កែវាសบายចិត្តបាត់បង់ទឹកដីអូខេទី2គេថាអត់ទីកម្លាំងខ្ញុំថាខ្ញុំឯងពីហើយខ្ញុំចាញ់គិតការពារពួកគាត់ទៀតបញ្យល់ឲ្យរហូតដល់គេយកទៅដាក់ឈ្មោះខ្ញុំនៅអានុនរាយឈ្មោះប្រមាណនេះដាក់ទូថតខ្ញុំដាក់ទៀតទៅមកទៀតខ្ញុំថាអូខេខ្ញុំសូមគុំអោយមេត្តារំសបាយជួយចុះទី1អត់ទីកម្លាំងទី2គឺអស់ជំរិតតែខ្ញុំឯងគិតតែសូមមេត្តាគុំរំសបាយមិនអីរំសបាយតែអីទៀតលក្ខណៈចូលបាត់បង់ទឹកដី7មករាពួកម៉ែអោយនេះអីតែពុំរំស្លាប់អស់ទៅឬអីរំសបាយមិនចេះមិនចុះអត់ទី2តែក៏ប៉ុន្តែបើខ្ញុំមិននិយាយទេគិតយកគេឈ្មោះលោកសំលេងស៊ីកំពុអនុកបឡងសាច់ជិះអោយតម្លេចអស់ប្រជាប្រិយលោកសំលេងស៊ីទឹកនេះអស់ច្រើនណាស់អស់មិនទៅសុំតែគេអត់មានចង់ស្គាល់គាត់តែខ្ញុំមិនចាញ់បញ្យល់ហេតុផលរបស់គុណជនរួមជាតិខ្ញុំមិនតែស្គាល់ស្គាល់ប្រាប់អស់លោកថាដឹកនាំជាពីអត់មើលមិនបានអាគមឲ្យច្បាស់អាគមជួយនយោបាយជួយនយោបាយដើម្បីភាពសច្ចៈភាពត្រូវអ្នកដឹកនាំខុសខ្ញុំមិនគ្រប់គ្រងតែនេះឯងក៏ពុកទាញលោកសំលេងស៊ីទៅតម្លេចដើម្បីបន្សាប់ឥទ្ធិពលកិត្តិយសដែលគាត់កសាង30ឆ្នាំទៀតលោកសំលេងស៊ីលោកតែលោកសំលេងស៊ីដល់ពេញខ្ញុំនិយាយនេះការពារលោកយើងសំលេងស៊ីព្រោះលោកចាស់ហើយគេថាអូសំលេងតែគេប៉ាទៅណាគេតើប៉ាទៅគឺជាណាយកប៉ាទៅគឺមកអាកាត់ថ្ងៃនោះណា7មករាបើបុគ្គលណាសម្រាប់ណានេះអីគ្មានគូក្បាលទេជួយចោះទៅខ្ញុំកណ្ដាលខ្ញុំបាទណាគុំរំរែកគុំរំសបាយព្រោះខាងទេសបាយបាត់បង់ទឹកដីបាត់បង់គុណតាបាត់បង់កោះតែយើងលោកនេះមានន័យម៉េចឯកភាពនឹងយល់ព្រមជាមួយពួកអាឆ្កែក្បត់ជាតិក្បត់បុនតាមានតែកោបក្នុងសាច់ណា
ឈប់ទៅខ្ញុំតបតជាមួយខ្ញុំតជាមួយស្លាប់សាខ្ញុំនឹងវាយទៀតអូហើយខ្ញុំនឹងតបខ្លួនចេញតែខ្ញុំនៅជាមួយលោកសំលេស៊ីរត់ដល់ថ្ងៃខ្ញុំស្លាប់តែពួកអស់លោកឯងកំពុងយកសំលេស៊ីដើម្បីបន្សាបវិជាប្រៃឥតតពលរបស់លោកសំលេស៊ីដល់រាប់ណាមានអានេះក៏គឺដល់រាប់ណាមានលោកថាសមុទ្រជាតិនិយមគេនឹងចេញការពីអ្នកកំពុងធ្វើឲ្យលោកសំលេស៊ីសាបឥតតពលខាប់មែនទែនផកមែនទែនតែខ្ញុំសូមតែចាប់ទៅបរបងចាប់ទៅភាពយុត្តិធម៌ហើយដឹងកំហុសដោយខ្លួនឯងខ្ញុំជួយពីរដងទៀតអរគុណបាទខ្ញុំព្យាយាមអត់និយាយរឿងហ្នឹងទេខ្ញុំដឹងមានគេផ្ញើមកคลิปច្រើនតែដោយសារមិញនេះខ្ញុំមកពីវល់មកឃើញពួកឯងនិយាយមើលឃើញខ្ញុំពាក់អាវមិនទាន់បានត្រឹមត្រូវផងបាទហើយខ្ញុំបាននិយាយជាមួយអស់លោកខ្លះហើយខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនខ្មែរថាបងប្អូនខ្មែរទាំងអស់ចង់បានខ្ញុំដើម្បីដោះស្រាយយកឈ្នះការប្រូផ្លាស់របស់ហ៊ុនសែនអាហ្នឹងចាំមករកលោកខ្ញុំតែបើមកប្រាប់ខ្ញុំពីរឿងចេះចង់មិនមកទេមិនប្រាប់ទេបាទមិនប្រាប់ទេព្រោះខ្ញុំដឹងរឿងច្រើនលើណាយទៀតតែហេតុអីបានខ្ញុំនៅស្ងៀមផលប្រយោជន៍រួមតែឲ្យអស់លោកខ្លះយល់អំពីខ្ញុំមិនមែនស៊ីបាយទៅឡើយខ្ញុំដឹងទាំងអស់តែអ្វីដែលយើងនិយាយទៅវាអត់បានវាហុចដល់អង្គដើរឲ្យស្ត្រូវណាបងបាទកាត់ថាបងមកពីទីនេះដៃពីបងទៀតខ្ញុំក៏បងអូខេខ្ញុំនិយាយគឺបុគ្គលលោកស្រីជំនុនខ្ញុំបានប្រាប់គាត់ក៏មានការជិះចាប់ដែរគាត់ចាក់ចែងអស់ក៏តែពេលទៅគេឃើញគេរំលែកគាត់មិនអាចចាត់តែលោកស្រីជំនុននេះគឺជាបុគ្គលដែលជានិយមបុគ្គលដែលច្បាស់លាស់បុគ្គលដែលគ្រប់គ្រងលោកសំលោកស៊ី 100% គ្រប់គ្រងសិទ្ធិមនុស្សគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យតែលោកស្រីមិនអាចនិយាយกันព្រោះគាត់មានប្រកការថាមិនត្រូវបីរំតែក្រុមមកហ្វុងដែលមានប្រកការហើយខ្ញុំសូមអរគុណលោកស្រីចិត្តមុនលើកដៃសម្ពាធទៀតលោកស្រីគឺស្នេហាជាតិក៏ពិតប្រាកដលោកស្រីការជិះចាប់7មករាសូមឲ្យតែលោកស្រីក៏កើតថ្ងៃ7មករាដែរប្រពន្ធលោកជាស្ដាប់ណាគាត់កើតថ្ងៃ7មករាបើចេះគាត់កំតប់ស្កាត់គ្រប់បែបយ៉ាងរបស់តែគេទៅបើចេះខ្ញុំការពារបុគ្គលស្ត្រីម្នាក់ដែលស្នេហាជាតិក្នុងនៅដតកន្លែងណាដែលលើកបងគ្រប់បែបយ៉ាងទាំងប្រៃចំពោះលោកស្រីបានຕົកតែຕົកគេអត់យកមានតែបុគ្គលណាដែលកម្រងការរំលែកបុគ្គលក្នុងក្នុងសាហើយបើចង់តមកខលមកខ្ញុំនិយាយតែបើវាយបហាខ្ញុំអាចមកគឺធ្លាប់ទៅខ្មោចជាទូចជានោះដែរពួកអាចកំពុងរំលែកកម្រងការរំលែកអត្តពលវិជាប្រៃលោកសំលេស៊ីកំពុងចង់រំលែកគណៈបក្សសង្គ្រោះជាតិ CNPNO បាទខ្ញុំសូមអរគុណលោកស្រីចិត្តពង្រឹងដែលបានប្រាប់គេគ្រប់គ្នាតែលោកស្រីគ្មានវិជាប្រៃមានតែគាត់តែគេយកអីថាមតិពិចារណាទៅចូលជាមានតែលោកស្រីអស់លទ្ធភាពហើយអរគុណលោកស្រីចិត្តពង្រឹងគោរពលោកស្រីអ្វីក៏ដោយគឺយើងខាត់ផលប្រយោជន៍ច្រើនណាស់ប្រជាប្រដ្ឋដល់ចាច់ពី CNPNO ដោយសារពួកអស់លោកក៏រឹមសបាយតែប៉ុណ្ណឹងបាទសូមចប់អរគុណលោកស្រីចិត្តពង្រឹងបាទខ្ញុំគាត់នៅលើកទៀតរបបលោកលុតណុលលោកលុតណុលគេចាប់តែគាត់ពុករលួយតែពិតគាត់ពុករលួយអត់ទេវាមានឧត្តមសេនីយ៍ខ្លះដែលជាដង្កូវក្នុងខ្សែបាទគ្រប់គ្នាជាមួយរដ្ឋាភិបាលសម្ដេចស៊ីនុអញ្ចឹងទាហាន1000នាក់នៅសល់500នាក់ថា1000អំពើពុករលួយកើតមានឡើយសួរថាលោកលុតណុលពុករលួយអត់ទេលោកសំសេរីលោកសំថាញ់លោកលឹកសំអឿនពីដើមជាអ្នកប្រជាធិបតេយ្យតែហេតុអ្វីទីបំផុតគេចោទថាក្បត់ជាតិខ្មែរសេរីក្បត់ជាតិឃើញទេនេះជាយុទ្ធសាស្ត្រដែលពួកយួនពួកសត្រូវរបស់យើងបន្សាបហើយខ្ញុំអត់និយាយច្រើនទេអស់លោកទាំងអស់គ្នាខ្ញុំដឹងថាថ្នាក់លើស្គាល់ខ្ញុំច្បាស់ជាងណាខ្ញុំមិនខ្វល់អារឿងកបិកពុកអាពុកខ្មែរលក្ខខ្មែរលិចបាទខ្មែររបស់យកអីទេខ្ញុំមិនខ្វល់អាខ្មែរលក្ខខ្មែរហ្នឹងហើយអ្នកឯងខំធ្វើទៅអត់អំពើទេបាទប៉ុន្តែសូមកុំឲ្យអ្នកដែលនៅក្រោមណាប្រើគំនិតអាក្រក់មកបុករុកថាសវុតថាសវុតមិនមែនអាចារ្យទេសូមជ្រាបបាទប៉ុន្តែមានពេលខ្លះខ្ញុំគិតពីប្រយោជន៍រួមយើងចង់បដូរផ្លាស់របបហ៊ុនសែនយើងចង់ធ្វើឲ្យផែនការឈ្លានពានដែលយួនចង់បានប្រទេសកម្ពុជាឲ្យខ្លាយជាសហព័ន្ធវៀតណាមយើងទៅគិតតែកន្លែងហ្នឹងយើងទៅសាមគ្គីគ្នាជាមួយខ្មែរក្រោមខ្មែរកណ្ដាលខ្មែរសរិទ្ធទាំងអស់ជាមួយគណៈបកទាំងអស់អស់លោកខ្លះផ្លិចនេះអស់លោកសូម្បីតែក្នុងមន្ត្រីគណៈបកប្រឆាំងនឹងក៏ដោយដែលជាយុវជនក្រោយ7មករាអត់មានដឹងថាការតស៊ូរត់ចូលរបស់លោកស៊ុនសានយ៉ាងម៉េចទេហើយហេតុអីបានដឹងថាហេតុអីបានចាញ់នេះគឺដង្កូវក្នុងសាច់នឹងការបែកបាក់គ្នាបាទពេលដែលលោក
សិនសានយកឃើញប្រយោជន៍ជាតិរួមចូលជាមួយសំណាក់ស៊ីនោះក្រុមលោកចាក់សង្ខនដែលជាទាហានហ្នឹងយល់ថាអូបាវចនាខ្ញុំត្រង់និយាយម្ដងបាវចនារជរវខជាតិសាសនាប្រជាពលរដ្ឋអត់មានព្រះមហាក្សត្រទេណាពួកហ្វឹងពេជ្រមិនមានទេពេលនោះបែកគ្នាគេឲ្យទៅបង្កើតគណៈបកយើងធ្វើទាហានទៅបង្កើតគណៈបកខ្សោយបាត់ហើយមិនឈ្នះប្រជាប្រិយសម្ដេចស៊ីនោះមិនឈ្នះប្រជាប្រិយរបស់លោកស៊ុនសាក់ណាដល់ឥឡូវអញ្ចឹងបើមានការបោះឆ្នោតទៅត្រឹមទឹកដាក់លោកសំស៊ីមើលណាបើចាញ់របស់ឆ្នោតយុទ្ធធរខ្ញុំសុំដាក់ក្បាលខ្លួនឯងនេះការបោះឆ្នោតយុទ្ធធរណាក៏ប៉ុន្តែការបោះឆ្នោតហ្នឹងយើងមើលស្អីក៏បាក់ដែរហើយបាក់មិនមែនបម្រើជាតិទេក៏ចូលបប៉ូលីសទាហានណារដ្ឋមន្ត្រីទាំងអស់សុទ្ធតែបម្រើបាក់បម្រើបុគ្គលមិនមែនបម្រើជាតិដល់គេនិយាយថាគេនឹងញុងដល់គេនិយាយថាគេខ្វះជាតិណាអញ្ចឹងសំខាន់គឺសច្ចធម៌ការស្មោះត្រង់ Yes sir ខ្ញុំដឹងទាំងអបាទខ្ញុំយល់ព្រោះក្នុងអាយុប៉ុណ្នេះខ្ញុំឆ្លងកាត់ច្រើនណាស់ខ្ញុំដូចខ្ញុំនិយាយយកអស់លោកបញ្ញវន្តចំនួនហ្នឹងសុទ្ធតែស្មើនឹងឪពុកខ្ញុំរៀនសូត្រសុទ្ធតែបញ្ញវន្តនៅចាញ់យួននៅចាញ់ពួកហ៊ុនសែនចាញ់ដល់ហ៊ុនសែនចាស់សម្រាប់យើងឥឡូវនេះខ្ញុំមិនមើលងាយទេតែយើងសល់តែមួយទេណាសល់តែមួយទេគឺលោកសំស៊ីហ្នឹងណា Yes sir បើខ្ញុំស្រែកជេរហ៊ុនបើខ្ញុំស្រែកជេរថាហ៊ុនសែន1លានដងខ្លួនឯងស្រែកជេរ1លានដងចង់និយាយរឿងពិតពីហ៊ុនសែន1លានដងហ៊ុនសែនជឿក្បាលតែលោកសំស៊ីនិយាយបន្តិចមើលលោកសំស៊ីនិយាយបន្តិចហើយពេលលោកសំស៊ីចេញទៅកម្មវិធីមកអាយុនឹងវាភ័យបាត់ហើយដូចកាំងវាភ័យសម្ដេចស៊ីនុចឹងកាំងសម្ដេចស៊ីនុនៅអញ្ចឹងវាចាំទានសម្ដេចស៊ីនុអមខាងវាអញ្ចឹងវាចាំទានលោកសំស៊ីអមខាងវាតែវាទៅរួចហើយឆ្នាំ79បើវាឈ្លានពានស្រុកខ្មែរបានវាយកបានហើយតែយកអត់បានពីព្រោះកម្ពុជាប្រជាធិបតេយ្យវានៅអាសនៈនៅអង្គការសហជីវជាតិអញ្ចឹងវាដើរល្បិចបង្កើតអាណត្តិសេដ្ឋពីទៅនោះឲ្យប៉ែនសវណ្ណមកមើលទៅប៉ែនសវណ្ណអត់ស្រួលដកប៉ែនសវណ្ណចេញដាក់ក្រុមហ៊ុនសែនទេអាក្មេងក្រមប្រចាំចាំទេបងបាទខ្ញុំផ្ដាំថតរូបបើអស់លោកថតកិនរឿងស្អីកូនស្អីក្រមពលិបប្រចាំសុំថតពីមូលហេតុបាទមូលហេតុដល់ហ៊ុនសែនខ្វាក់ភ្នែកផងតើហ៊ុនសែនខ្វាក់ភ្នែកសារអីសុំថតផងត្រូវមានសក្តិខ្លានថតអារឿងខ្វាក់ភ្នែកហ្នឹងតើហ៊ុនសែនខ្វាក់ភ្នែកដោយសារមន់ចិត្តឬក៏ខ្វាក់ភ្នែកដោយសារធ្វើសង្គ្រាមបើថតកិនណាថតរឿងហ្នឹងផងណាអូខេបាទសុំថតអារឿងពិតហ្នឹងតើហ៊ុនសែនមានវរៈភាពតស៊ូជាមួយកងទ័ពខ្មែរក្រហមកាលពីឆ្នាំ70ហ្នឹងខ្វាក់ភ្នែកដោយសារអីហើយហេតុអីបានជាឆ្នាំ76ពេលដែលកម្ពុជាប្រជាធិបតេយ្យប្រជាជនរត់ចេញពីទីក្រុងវេទនីចង្វាក់ហ៊ុនសែនការប្រពន្ធមានកូនមួយហើយមួយទៀតហ៊ុនកំសត់ផងហ៊ុនម៉ាណែតផងអញ្ចឹងរឿងហ្នឹងវាយ៉ាងម៉េចណាអ្នកឯងពិតជារងគ្រោះដោយរបបប៉ុលពតមែនទេរបបប៉ុលពតបលាយទីសាសមែនអត់ណាអញ្ចឹងអាកន្លែងចំណុចនេះខ្ញុំបន់ឲ្យតែហ៊ុនសែនថតកុនឲ្យចប់ទេបាទពួកអាស្អីនៅឡុងបិចណាដែលមានរឿងជាមួយពូនគីបហាមើណាគេថាសម្ដេចនឹងថតដើម្បីបញ្ជាក់ការពិតគេខំយកចិត្តសម្រាប់ណាអាមួយខ្ញុំមិនចង់និយាយឈ្មោះទេក្រុមស្អីលោកនៀតលោកសារ៉េតគេនិយាយមកអែបអបនេះហើយដែលធ្វើឲ្យប្រទេសជាតិយើងត្រូវបានទៅលើយួនណាត្រូវបែកបាក់បាទដោយសារអីដោយសារមានមនុស្សយ៉ាងហ្នឹងតែខ្ញុំថាសមុទ្រច្បាល់ទល់មេឃជើងទល់ដីឧត្តមតែរបស់ខ្ញុំស្គាល់សត្រូវខ្ញុំច្បាស់ណាស់ហើយខ្ញុំដឹងថាតារានយោបាយដែលអាចមានសង្ឃឹមសម្រាប់ប្រជាជនខ្មែរគឺលោកសំស៊ីអញ្ចឹងវាធ្វើយ៉ាងណាឲ្យអាប់ហើយមានទេវទត្តក្នុងស្រោមទេវតាជាច្រើនដង្កូវជាច្រើនកំពុងតែនៅប្រកបហ្នឹងអញ្ចឹងពេលដែលយើងនិយាយ7មករាដោយគំនិតសុខទិដ្ឋិនិយមវាថាយើងហ្នឹងបៃប្រហារចេះបៃប្រហារចុះណែថាអីថាទៅតែខ្ញុំនៅតែខ្ញុំដែរសូមជ្រាបបាទអរគុណហើយខ្ញុំមានសំណួរមួយឲ្យលោកបកស្រាយប្រាប់ពិភពលោកឥឡូវគឺខ្ញុំនិយាយថាគេមានអំណួតថាត្រង់ពីតាអំណួតនៃបញ្ញវន្តមកឯលោកសំរងស៊ីមិនអោយតម្លៃនៃបញ្ញវន្តគឺក្រុមអនុបងដឹងថាអ្នកណាណាឥឡូវគេកំពុងតាមជួយសម្ដេចហ៊ុនសែនម៉ូតូនគិបណាឲ្យផ្ដល់ឲ្យដំណើរការសង្គ្រោះជាតិរស់ឡើងវិញឲ្យលោកគិតខាងអ្នកដឹកនាំសង្គ្រោះជាតិពាក្យនេះបងតែចង់និយាយអត់លេចចម្លែកដូច្នេះសូមឲ្យបងបកស្រាយគឺដំណាក់កាលដែលដល់គឺអ្នកបញ្ញវន្តបងដឹងអ្នកបញ្ញវន្តក្រុមគឺគេបង្កើតជា CNRP USA ក្រុមកូនកម្មការឡាប់ទាំងអស់
ព្រោះតែបញ្ញវន្តរបស់នោះវាប្រមាថជាផ្ទះវិបុលដែលថាលោកសំរងស៊ីមិនឲ្យតម្លៃឲ្យតម្លៃមិនកាត់ព្រោះតែបញ្ញវន្តគូគាត់អាចឥឡូវគេកំពុងទទូចចង់ឲ្យសង្គមជាតិទៅឡើងវិញចង់ឲ្យលោកគឹមតកម្មដិតនោះហើយគេពេងលោកសំរងស៊ីចេញឥឡូវសូមនិយាយបងបកស្រាយតែកូននេះបងស្រុកនិយាយមួយខ្ញុំគឺដំណាក់កាលហ្នឹងបងផ្លេចទឹកបងផ្លេចទឹកបងនិយាយទឹកណាហើយសូមនិយាយបាទហ៊ុនសែនប្រើយុទ្ធសាស្ត្រមួយគឺខ្មោចងាប់ក្រខឹងយុទ្ធសាស្ត្រខ្មោចងាប់ក្រខឹងបាទគឺលោកកម្មដ្ឋាននេះឯងបាទកម្មដ្ឋាននេះឯងបាទខ្មោចងាប់ក្រខឹងណាបាទគឺរឿងកម្មដ្ឋានអញ្ចឹងហើយពេលដែលគេបង្កើតគណៈបកបេះដូងជាតិពួកនឹងដឹងថាជាឥទ្ធិពលរបស់គណៈបកសង្គមជាតិអញ្ចឹងវារករឿងលោកសំភ្លុកលោកភ្លុកអត់ឲ្យបង្កើតយើងអត់មានជំរឿនអ្នកស្រាវជាតិបង្កើតគណៈបកភ្លើងទៀនពេលហ្នឹងណាហ៊ុនសែនក្តីយួននឹងឯងមិននឹកស្មានថាភ្លើងទៀនហ្នឹងវាភ្លឺចាច់ណាដល់ចឹងពេលហ្នឹងគេរករឿងកលឹះមួយដើម្បីឲ្យមានការបោះឆ្នោតមួយដែលគេបានក្រុមទុករួចហើយអញ្ចឹងគេត្រូវតែរករឿងគណៈបកភ្លើងទៀនវិញទេផ្លូវមួយដែលគេចង់បានទៀតគឺគណៈបកសង្គមជាតិមួយដែលរស់ដើម្បីចាច់អ្នកណាគឺខំឆ្លាតឃើញទេអញ្ចឹងឥឡូវរបស់គេខ្ញុំមានតែពួកនិស្សិតនិយាយចេញបាទនិស្សិតអត់នឹងងាប់បាត់ហើយចឹងអាខ្មោចងាប់ក្រខឹងធ្វើអីកើតឥឡូវហ្នឹងការនៅស្រុកខ្មែរឆ្នាំ97វាមែនប៉ុន្តែពេលមកដល់អាមេរិកបាទពេលដែលមកដល់អាមេរិកហ្នឹងណាពេលមកដល់អាមេរិកហ្នឹងមកដល់ប្រទេសផ្សេងហ្នឹងក៏ចាប់ផ្ដើមយល់តែខ្លួនឯងគ្រាន់បើអ្នកខ្លះគេថាគេលោកសំរងស៊ីទៀតបាទអ្នកខ្លះគេថាលើសលោកសំរងស៊ីទៀតណាបញ្ញវន្តឯងបាក់ដប់ហើយរៀនប្រហែលឆ្នាំបាក់ដប់រៀន12ឆ្នាំបាក់ដប់ក្រោយថ្ងៃ7មករារៀនប្រហែលឆ្នាំណាហើយកម្មវិធីស្អីខ្លះណាអញ្ចឹងគេតាំងខ្លួនជាបញ្ញវន្តអញ្ចឹងចំណុចដែលហ៊ុនសែនចាប់ដាក់គេនឹងធ្វើយ៉ាងម៉េចកុំឲ្យភ្លើងទៀនភ្លឺឡើងវិញតែខ្ញុំតែងនិយាយថាយៈផ្លុំភ្លើងទៀនបងប្អូនមានចាំទេខ្ញុំបាននិយាយរួចហើយយៈផ្លុំភ្លើងទៀនវាមិនត្រឹមតែផ្លុំខ្លួនឯងវាឲ្យពួកមនុស្សខ្លះដែលជាខ្មោចផ្លុំបន្តទៀតអញ្ចឹងចំណុចសេណារីយ៉ូរបស់គេនឹងធ្វើឲ្យគណៈបកភ្លើងទៀនហ្នឹងអភិរក្សស្មីគេហៅលោកថៃជីថាទៅនិយាយតែក៏អប់រំគេនិយាយរឿងឆៃស្អុយអញ្ចឹងសេណារីយ៉ូមួយទៀតដែលហ៊ុនសែនប្រើយុទ្ធសាស្ត្រខ្មោចងាប់ក្រខឹងហ្នឹងគឺជប់ឲ្យលោកកឹមសុខារស់ឡើងវិញណាជប់លោកកឹមសុខារស់ឡើងវិញហើយមនុស្សជុំវិញលោកកឹមសុខាមិនមនុស្សសាខ្មោចបាទសាខ្មោចវាអត់គួរទេបងណាអញ្ចឹងយុទ្ធសាស្ត្រវានឹងឲ្យកឹមសុខារស់ដែលជាខ្មោចធ្វើឲ្យក្រខឹងណាខ្មោចងាប់ក្រខឹងនិយាយអក្រក់តិចចុះរស់ឡើងវិញដើម្បីកំដរនយោបាយហើយទប់ជាមួយនឹងសម្ពាធអន្តរជាតិហើយលោកកឹមសុខាដោយយោគយល់ស្មារតីរួមជាតិខ្មែរណាមិនយកជាសត្រូវកឹមសុខានឹងបង្កើតសង្គមជាតិមួយបាន4-10កៅអីធ្វើការជាមួយហ៊ុនសែននេះជាយុទ្ធសាស្ត្រខ្ញុំមើលឃើញយូរហើយបាទបានទេគឺហ៊ុនសែនត្រូវតែអោយបាទរស់ដើម្បីចាញ់ហើយមនុស្សថោកទាបជាច្រើនដែលមកធ្វើនយោបាយមនុស្សផ្លាយល្វីទេវទត្តជាច្រើនដែលមកធ្វើនយោបាយតាំងខ្លួនជាទេវតាមើលមកពួកយើងថាចំនួនអាក្រក់ណាអញ្ចឹងខ្ញុំសូមអំពាវនាវអស់លោកត្រូវគិតប្រយោជន៍សត្រូវរបស់យើងគឺយួនប្រើហ៊ុនសែនឲ្យសម្ដេចកំទេចពួកយើងអញ្ចឹងអស់លោកក្នុងគណៈបកអ្នកឆ្លាញ់ប្រជាធិបតេយ្យបើមានរឿងអ្វីយកយល់គ្នាទៅកុំចង់យកឈ្នះចាញ់អញ្ចឹងវាចាញ់ទាំងអស់គ្នាមិនទាន់នឹងបានវាយជាមួយបដូរផ្លាស់របស់ហ៊ុនសែនផងយើងវាយគ្នាឲ្យបាត់ទៅហើយអញ្ចឹងខ្ញុំសូមផ្ដាំអស់លោកផ្ដាំកតេអស់លោកខ្ញុំគោរពហើយប៉ុន្តែកលៈទេសៈខ្លះនៅពេលដែលនាវាកំពុងតែធ្លាយព្យុះនឹងមកយើងនាំគ្នាទៅដៅគ្នាមិននាំគ្នាបិទអាសពើតែធ្លាយហ្នឹងទេយើងបែកទៅចង់គ្នាទៅវិញមកពេលព្យុះមកលិចងាប់ទៅអស់គ្នាម្ដងខ្ញុំថាសមុទ្រខ្ញុំមិនដែលគិតថានឹងបានអំណាចបុណ្យស័ក្តិអ្វីពីអ្វីដែលខ្ញុំធ្វើទេអត់ទេខ្ញុំសុំតែឲ្យអស់លោកមានសេចក្តីស្មោះត្រង់ឥឡូវកាឡាអុកស្ដេចដែលអាចឈ្នះពួកយួនហ៊ុនសែនបានគឺលោកសំរងស៊ីតែខ្ញុំជឿជាក់ថាអ្នកខ្លះចង់ធ្វើម៉េចឲ្យប្រជាជនខ្មែរយើងយល់ច្រឡំជាប្រសាទ27មករាគឺធន់ណាស់តែតាំងពីនឹងមកខ្ញុំមិនដែរនិយាយទៀតទេបងប្អូនចាំណាខ្ញុំមិនបាននិយាយទៀតទេណាព្រោះខ្ញុំដឹងថាបើខ្ញុំនិយាយវាហាក់ដូចជាហុចដងដើរឲ្យសត្រូវតែខ្ញុំគ្រាន់តែឲ្យយល់ថាខ្ញុំមិនមែនស៊ីបាយកន្លងទេហើយខ្ញុំជាអ្នកប្រឆាំង7មករាយូរហើយអស់លោកមើលរាល់ឆ្នាំរហូតដល់ខ្ញុំតែឯកបាត់ចម្រៀងធៀបពិតនៅថ្ងៃ7មករាចាក់ផ្សាយក្នុងវិទ្យុពិភពលោករបស់លោកសាស្ត្រសវិតប្រហែលឆ្នាំហើយ7-8ឆ្នាំហើយ
អស់លោកខ្លះទៅធ្វើនយោបាយអត់ដឹងអស់លោកបញ្ញវន្តមែនអស់លោកជាប់បាក់ដប់មែនឆ្នាំកៅផ្លាយមែនវាដូចជាដុកទ័រអញ្ចឹងដុកទ័រជាប់ឆ្នាំ2023នេះដុកទ័រណាក៏គេគោរពដុកទ័រកាលពីឆ្នាំ70ដែលមានការពិសោធន៍ផ្នែកបច្ចេកវិទ្យាដែរអញ្ចឹងណាកុំអាងឯងបញ្ញវន្តឯងមើលងាយចាស់ទុំនយោបាយគេអញ្ចឹងវាអត់ទេអញ្ចឹងយួនវាអត់ចង់ឲ្យស្ដាប់ចាស់ទេបងប្អូន Exactly ដូចជារូបខ្ញុំច្រើនណាដូចខ្ញុំនិយាយចឹងចំនួនខ្ញុំណាចវាយក្រុងរងកបៀតឧត្តមសេរីកបៀតណាប៉ុន្តែអ្វីដែលខ្ញុំមានខ្ញុំដឹងពីសត្រូវរបស់ខ្ញុំគឺយួនអាខ្លះឆ្នាំ70ដូចខៀវកញ្ញរិទ្ធជាដើមសិតតែយុវជនសាធារណជេរយកកុំវាយយកកុំដល់ឥឡូវពេលដល់ហ៊ុនសែនឲ្យកាន់ជារដ្ឋមន្ត្រីឃើញទេល្អលោកខ្លះដែលជាអតីតទាហានលោកលន់នល់ណាសាធារណខ្មែរខ្លះមកដល់អាមេរិកត្រឡប់ទៅវិញចូលដៃបំរើហ៊ុនសែនឃើញទេតែខ្ញុំមិនអាចក្បត់អន្តរជាតិបានទេបាទបើខ្ញុំចង់ចូលបំរើបព្វជិជនខ្ញុំចូលទៅអីបើខ្ញុំនៅ3 4ឆ្នាំខ្ញុំដឹងហើយណាខ្ញុំរត់ឆ្នាំ83ហើយហ្នឹងខ្ញុំដឹងថាយួនមានបំណងធ្វើឲ្យប្រទេសកម្ពុជាយើងคล้ายទៅជាសហព័ន្ធវៀតណាមតាមរយៈខ្មែរមួយក្រុមគឺលោកប៉ែនសវណ្ណដល់លោកប៉ែនសវណ្ណអត់ព្រមធ្វើតាមវាដកហ៊ុនសែនហើយវាដកប៉ែនសវណ្ណចេញឲ្យហ៊ុនសែនចាប់ហើយបញ្ចូលហ៊ុនសែនដែលជាក្មេងអត់ទេអសរបារាំងអត់ទេអសរខ្មែរអីច្បាស់លោះអាម៉ានផងឲ្យធ្វើមន្ត្រីការបរទេសបើសិនជាមន្ត្រីការបរទេសយ៉ាងហើយនេះក៏ចេះបារាំងចេះអង់គ្លេសណាច្បាស់លាស់ដែរក៏ប៉ុន្តែហេតុអីបានជាហ៊ុនសែនរុញឲ្យហេតុអីបានជាយួនរុញឲ្យហ៊ុនសែនចូលកិច្ចការបរទេសណាមន្ត្រីការបរទេសវារុញវាបញ្ចូលឡើងហ៊ុនសែនចង់បានអំណាចខ្លួនឯងផងទោះបីហ៊ុនសែនចង់រួចចេញពីយួនមិនចេញក៏ដោយវាទៅជាការខ្លាំងអំណាចបាទនេះហើយដែលយួនវាមើលត្រូវបងប្អូនវាមើលត្រូវថាខ្មែរមួយក្រុមដែលធ្វើតាមវានឹងសម្រេចបំណងឃើញទេយួនកម្មការខ្មែរសេដ្ឋកិច្ចទាំងអស់នៅក្នុងបរទេសចិនយួនទាំងអស់ប្រាក់បៀវត្សប្រជាជនអត់គ្រប់គ្រាន់ការអភិវឌ្ឍមិនបានប្រើបុគ្គលិកដែលជាខ្មែរធ្វើកិច្ចការអាគារការឡើងប្រជាជនខ្មែរអ្នករាជការខ្មែរមិនអាចទិញផ្ទះទិញអាគារនោះបានក្រៅពីលក់ទឹកលក់ដីគេមកដល់របស់ខ្លួនទៅទិញណាហើយពួកនឹងថាអភិវឌ្ឍវិជាការប៉ុន្តែអ្នកណាក៏គេទៅធ្វើដែរគេទៅធ្វើដើម្បីបានថវិកាជាតិសមបំណុលគេហើយចែកប្រាក់ខែប្រាក់បៀវត្សឲ្យពលិទាហានគ្រូបង្រៀនរស់យ៉ាងសុខស្រួលអាហ្នឹងបានគេហៅប្រទេសអភិវឌ្ឍ Yes sir មកផ្ទះដែលធ្វើហ្នឹងតាមពិតណាមានលុយទិញចឹងគឺចិនយួនបងប្អូនចិនយួនដែលចិនយួនវានឹងមកទិញទីបំផុតប្រព័ន្ធអ្វីៗនេះវាគ្រាន់តែជាដូចក្រុមងុយបាននិយាយចំនួននោះតែខំទៅណាបានន័យថានាងចង់ជម្រាបសួរបងអូចឹងណាចិនទៅធ្វើការអូហើយខ្ញុំថាលោកលោកបងណារៀបចំនិយាយខ្ញុំថាខ្ញុំជឿទៅជឿទៅគាត់អត់ជឿបាទអូខេឥឡូវខ្ញុំទៅលាបាទលាអញ្ចឹងឯងបានជាក្រុមងុយបាននិយាយថានគរថ្កើងថ្លៃសបាយតែភ្នែកក្នុងចិត្តរងកម្មអាហ្នឹងសម័យអាណានិគមចាសម័យឥឡូវនេះសតវត្សទី21នគរថ្កើងថ្លៃសបាយតែភ្នែកក្នុងចិត្តមហារងកម្មអញ្ចឹងឯងបានជាជនខ្មែរយើងបាត់បង់ទឹកដីគេយកមកធ្វើតលៀនយន្តហោះគេមកធ្វើចំការនៅពេលដែលប្រជាជនខ្មែរយើងត្រូវការដីរស់ណាមកឈូសឆាយយកមកគ្នាអស់វិស្រ័យថាប្រទេសអភិវឌ្ឍហើយមានតែឆ្កែឬខ្មោចទេដែលវានិយាយថាហ៊ុនសែនហ្នឹងកាន់កាប្រទេសអភិវឌ្ឍព្រោះមនុស្សជាច្រើនសុទ្ធតែជាខ្មោចអត់មានគោះក្បាលទេហើយនឹងឆ្កែដែលព្រោះអញ្ចឹងក្នុងនាមយើងជាខ្មែរម្ចាស់ស្រុកខ្ញុំនៅតែរឹងពឹងទៅដែរខ្ញុំដឹងថាសត្រូវខ្ញុំច្បាស់ជាណាហើយខ្ញុំដឹងថាមានដង្កូវជាច្រើនបាទមានដង្កូវជាច្រើនមានទេវទត្តជាច្រើនក្នុងស្រោមទេវតាណាអញ្ចឹងយើងត្រូវប្រយ័ត្នបាទយើងត្រូវប្រយ័ត្នណាត្រូវប្រយ័ត្នបន្តិចសំខាន់ទៅដល់ប្រទេសជាតិយើងសក្តិស្មោះត្រង់សច្ចភាពបើយើងមានសច្ចភាពមានសិលធម៌យើងស្រាប់ទៅគេឈ្មោះយើងនៅតែល្អជាអមតៈតែបើយើងគ្រីក្នុងដោយអកចាស់មកហើនដោយក្រុមមានណាទោះបីឥឡូវអ្នកឯងមានអាដៃពើស្រុកធ្វើពីមាសក៏ដោយថ្ងៃក្រោយវាគៀបអាពងហ្នឹងហើយព្រោះហ៊ុនសែនប្រើយុទ្ធសាស្ត្រខ្មោចងាប់ក្រោខឹងបាទខ្មោចងាប់ក្រោខឹងបាទខ្មោចងាប់ក្រោខឹងយុទ្ធសាស្ត្រហ៊ុនសែនចុះថ្ងៃខ្មោចងាប់ក្រោខឹងជាពិសេសកំពុងតែប្រើទៅលើកម្មសខាឥឡូវហ្នឹងពួកបញ្ញវន្តដែលបានប្រេស៊ីពេរបស់ហ៊ុនសែនគេថាអូតំណាងបញ្ញវន្តដើម្បីរួបរวมជាតិនិងយកនរណាជាសត្រូវសូមឲ្យសម្ដេចណា
លើកលែងទោសបញ្ជាឲ្យតុលាការលើកលែងទោសឯកឧត្តមកឹមសុខាទៅតែពួកកសែត Fresh News ហៅទន្ទឹកកឹមសុខាណាមកពេលប្រសិនយ៉ាងនេះបាន4 5 ស្អីគេឲ្យពេលហ្នឹងគេរួមគ្នាគេរួមគ្នាគេនឹងឲ្យបាទឲ្យខ្ញុំមើលកន្លះឃើញរួចហើយតែបើសង្គមជាតិពិតប្រាកដរស់ឡើងវិញបើគណៈបកភ្លើងទៀនមានមេដល់ល្អពេលនោះហើយហ៊ុនសែនសង្ឃឹមថាបាន100យ៉ាងច្រើនបាន30 40ហ្នឹងណាខ្ញុំសុខចិត្តបងជើបងជាទីគោរពឲ្យជនលោកជាស្ដាប់វាសានិងយោបល់លោកថាសមុទ្រទៅលោកគាត់ជាតិទេណាខ្មែរនៅបញ្ញវន្តខ្មែរចំនួនចាស់គ្មានណាពីបាននិយាយគាត់ដូចខ្ញុំជិតចាត់ទុកគាត់ជាចាស់ព្រឹត្តិការណ៍អរគុណបាទមិនមែនខ្ញុំទេពិភពលោកហេតុអីគេចង់វាយលោកថាសមុទ្រអដែតព្រោះថាលោកថាសមុទ្រលៀកបងគាត់ដើម្បីជាតិការពារទឹកដីនិយាយទស្សនវិជ្ជាណាបាទជាការពិតហើយខ្ញុំមិនខ្ញុំចង់និយាយផ្លេចគាត់ទេបងមិនធម្មតាចូលដកមើលហ្នឹងបងចង់និយាយណាបាទឥឡូវបងបន្តទៀតចុះអត់ទេខ្ញុំគ្រាន់តែបញ្ជាក់ជូនបងប្អូនថាដោយសារទឹកប្រាក់ដុល្លារដែលហ៊ុនសែនបាញ់មកចូលនៅអាមេរិកមានមនុស្សជាច្រើនខ្លាយជាខ្មោចហើយដោយសារហ៊ុនសែនបាទមនុស្សជាខ្មោចវាអត់មានគួរទេមនុស្សមិនតែជាខ្មោចពួកខ្មោចមានគួរអត់គិតទេដោយសារហ៊ុនសែនប្រាក់យុទ្ធសាស្ត្រខ្មោចងល់ក្រខឹងអញ្ចឹងរឿងជាច្រើនឡើងកើតវាឡើងបាទហើយនឹងចិត្តវាឡើងបាទបញ្ញវន្តនេះកំពុងបាទបញ្ញវន្តអស់បងក៏រកបងមិនទេបាទបញ្ញវន្តបាទសេណារីយ៉ូពួកវាខ្ញុំឃើញអស់ហើយខ្ញុំឃើញច្បាស់ណាស់បាទប៉ុន្តែដូចខ្ញុំជម្រាបចឹងខ្ញុំមានតែក្តីស្មោះត្រង់ប៉ុន្តែសូមឲ្យអស់លោកទាំងអស់ណាស្មោះត្រង់ចំពោះខ្ញុំវិញណាតែលោកថាស្គាល់ពីអរគុណខ្មែរប្រៅ you all the whole world បើឯងខ្ញុំស្មោះត្រង់ឯង100ណៃបាច់100ទៅ50បានហើយកុំស្មានថាសវុតភ្លើថាសវុតទៅភាគច្រើនស្អីក៏ដឹងដែរដោយសារគេផ្ញើដំណឹងមកតែកន្លែងខ្លះខ្ញុំមិនចាក់ផ្សាយខ្ញុំមិននិយាយបាទខ្ញុំដឹងថ្ងៃធ្វើខ្ញុំដឹងទាំងអស់បាទតែខ្ញុំមើលខ្ញុំនិយាយដល់7មករាប៉ុណ្ណឹងឃើញពួកអាខ្មែរលិចវាយកមកដាក់ឥឡូវខ្ញុំសូមពីលោកបងយើងទៅឃើញនិយាយចុះឥឡូវថ្ងៃនេះពេលវិទ្យាទីsecondនេះ7មករាចប់ដោយបងបាទគុំមានចប់ដោយបងរបស់អស់លោកតាមខ្លួនចេញទៅវាយលោកថាសមុទ្រចេញទៅវាយខ្ញុំព្រោះថាគ្មានមនុស្សភាពណាដែលគាត់ដូចខ្ញុំបានតែអ្វីក៏ដោយនេះដឹកនាំទៅទៅខុសឆ្គងរហូតទឹកដីបាត់បង់ខ្ញុំនិយាយថ្ងៃនេះគឺchapter នេះគឺចប់7មករាដែរពូជាពីអេអូលោកប្រាំងចប់ដោយបងរបស់ទទួលការគ្រប់ចប់ហើយចេះលើកby mistake អត់មានលើកទី2បងគាត់គឺចប់ដោយបងរបស់និយាយមកបាទបើលោកយល់ថាឥឡូវអ្នកអាមេរិកអត់មានអ្នកធ្វើយកអ្នកសុកបារាំងធ្វើយកចុះជួយឲ្យបានជោគជ័យប៉ុន្តែធ្វើអ្វីមួយកុំឲ្យចូលអន្តៈយួនដូចជាឬហ៊ុនសែនពេលដែលយើងគ្រាន់តែជាពិធីដើម្បីអបអរសាទរជាNPO ថ្មីស្រាប់តែថ្លែងការរួចយុបឡើងនាំគ្នាជាសម័យខុសឆ្គងណាបាទខុសឆ្គងណាបាទខុសឆ្គងណាតែសូមកុំឲ្យមានទៀតប៉ុន្តែខ្ញុំសូមប្រាប់ណាវៃថាសវុតណាប្រយ័ត្នទៅថើសវុតវៃវិញណាប្រយ័ត្នមែនទេបាទប្រយ័ត្នមែនទេកុំមកខំខ្ញុំណាបាទកុំមកខំខ្ញុំឲ្យវៃប៉ុន្តែខ្ញុំមិនជឿលោកថាលោកវៃជន់បាទខ្ញុំមិនវៃអ្នកណាទៀតបាទខ្ញុំមិនប៉ុន្តែខ្ញុំអត់ភ្លើតែខ្ញុំអត់ភ្លើទេខ្ញុំក៏មានធីមរបស់ខ្ញុំដែរដែលខែ2នេះខ្ញុំមានធីមរបស់ខ្ញុំដែរសម្រាប់ចាប់ដោយបងរបស់បាទចាប់ដោយបងរបស់7មករាចាប់ដោយបងរបស់គ្មានទី2គ្មានឆ្លើយគ្មានតបតតែបើអ្នកតបតមកវិញខ្ញុំមើលដែរត្រូវគីឡូខ្ញុំទេខ្ញុំវៃបងមិនត្រូវគីឡូខ្ញុំអត់វៃក្នុងប្រព័ន្ធប្រជាធិបតេយ្យបើយើងអ្នកសហជីពប្រកបយើងត្រូវយល់គ្នាបាទអញ្ចឹងមិនមែនហ៊ុនសែនពេលខ្លះអ្នកខ្លះជេរហ៊ុនសែនទិញយកមកប្រើទេហើយសូមចាំណាអ្នកខ្លះដោយសារគ្នាក្មេងគ្នាមិនយល់7មករានឹងនិយាយរឿងខ្លះច្រឡំរឿងខ្លះការយល់ខុសឬត្រូវតែសំខាន់តើអ្នកនឹងបានទៅចូលរួម7មករាអត់អាអ្នកនិយាយហ្នឹងទាំងខ្ញុំទាំងអីហ្នឹង7មករាបព្វជិជនហ្នឹងអត់មានទេណាត្រូវដឹងណាអញ្ចឹងកំចាញ់ល្បិចកលពួកហ្នឹងបាទហើយខ្ញុំទៅទូរស័ព្ទទៅកន្លែងខ្ញុំធ្វើការបន្តិចមិនពូនមានយោបល់អីខ្ញុំចង់បញ្ចប់ហើយបាទដូចខ្ញុំបាទហើយម៉ោង10កន្លះខ្ញុំពុទ្ធជាតិខ្ញុំមកថ្ងៃនេះមានមោទនភាពមានកិត្តិយសអរគុណបាទលោកបងចូលមកបកស្រាយគឺ7មករាគឺអត់មានទី2ចប់ដោយបងរបស់បើយើងមិននិយាយត្រាក់ដឹកនាំកំពុងចាញ់ដើម្បីកលកុំសង្ស័យជាពិសេសខ្ញុំត្រូវទៅការពារលោកសំរងស៊ីអត់អំពីរបស់លោកត្រាក់ដឹកនាំដោយបបឯកការលិបបង្វិជាតិឬក៏អ្នកណាមកអង្គអំពីឡាធ្វើអីទៅខ្ញុំមកថាធ្វើទៅស្អីទៅអត់ទៀតតែខ្ញុំឯកភាពតែគុំរំលែកអ្នកលោកបន្តបើខ្ញុំមិននិ
ដែលជាធ្វើនយោបាយតពីមហាសេដ្ឋីធ្លាក់ខ្លួនក្រោយណាគេយកគេឈ្មោះតលោក3ក្លន់ក្រអូបពិភពលោកបន្តតែអាកម្មតកាធ្វើនយោបាយតពីគេស្បែកយើងផ្ទាត់វាឡើងលោកលោកជាការមិនលោកមិនតាដូចតែខ្ញុំនិយាយថ្ងៃនេះទោះបីអស់លោកដែលចូលរួមថ្ងៃនេះលោកប្រទេសបារាំងទទួលការគ្រប់ពីខ្ញុំចាប់ដោយបរិបទបើចង់ដកស្រាយខ្ញុំនឹងវាយនេះអីបន្តអ្នកណាបុគ្គលណាដែលកម្រងការអត់ពញ្ញាទៅសមសរំតបាយបុគ្គលក្រុមនឹងឲ្យស្គាល់ក្នុងសាច់ធ្វើឲ្យលោកសំនៅស៊ីអស់ប្រជាប្រិយអស់កិត្តិយសឲ្យវិញទាំងអស់7មករាពួកអកបជាតិខ្លួនតាវារំលេចសបាយ7មករាខ្ញុំប្រាប់ឲ្យធ្វើឲ្យវាគុំរំលេចការស្មងស្មាតការជីព្រោះអត់ទីកន្លែងតែអ្នកទៅរំលេចចំណុចនឹងឲ្យតែខ្ញុំចេញមកបកស្រាយលោកថាសវុតចេញមកបកស្រាយបើបានត្រូវតែទទួលខុសធំដល់ណាកុំចេញមកចេញទៅទៅខ្ញុំនឹងវាយទៀតអ្នកណាក៏ដល់លោកសំនៅស៊ីដល់ជាទីក្រុមអត់ដល់ក៏ខ្ញុំវាយលោកវិញដែរលោកស្គៀមតែប្រគល់គេកំពុងគេសំនៅស៊ីឲ្យខុចចិត្តទៅយុះពួកអានកោប្លង់សាច់ហើយខ្ញុំសូមអរគុណលោកស្រីចិត្តជំនន់លោកជាកម្លេខ្ញុំបាននិយាយថាมันអាចមានទេរៀបត្រីរបស់សលោកជាកម្លេតែលោកស្រីចិត្តជំនន់លោកជាកម្លេអាចក្នុងនាមជាលទ្ធិប្រជាធិបតេយ្យគេរកតិគេរកសម្លេងភាគច្រើនបាទខ្ញុំអាណិតអសូរលោកស្រីចិត្តជំនន់លោកជាកម្លេខ្ញុំនិយាយមួយដាច់ខាតដល់មានតែស្រីមកថតដូច្នេះហើយអន្តិត្រាក់ដឹកនាំណាដែលយុទ្ធសាស្ត្រតែចាក់ទួចេះការពារកូនចៅសូមឲ្យគិតនឹងពិចារណាទៅចាក់ខ្ញុំនិយាយខ្ញុំជួយគ្រប់បែបយ៉ាងកលៈការពាររបស់ចៅមកចាប់ពីនោះដែរដូច្នេះបើខ្ញុំបដោះមិនបកស្រាយគឺមិនមែនខ្ញុំអត់ได้គប់លេលោកថាលោកចេញមកការជិះចាក់វាយគាត់ជេរគាត់ទៅទៀតដូច្នេះបើខ្ញុំបានដឹងនេះអូខ្ញុំមើលបាទខ្ញុំដឹងដូច្នេះហើយណាបើខុសចេះកែព្រោះដែលប្រពៃទីបំផុតគុំតបខ្ញុំនិយាយថានេះគឺការពារសង្គមជាតិ CNPO ជាទីលក្ខណៈអេបើខ្ញុំនិយាយទៅណាពួកអស់លោកឲ្យចាំឲ្យមានអីមិននេះឯងកំពុងទំសំវិស៊ីបន្សាប់ទៅពលតែខ្ញុំនឹងនិយាយថាការពារកិត្តិយសគេឈ្មោះលោកសំវិស៊ីនិងអ្នកស្រីអាចបាទអរគុណបាទអរគុណខ្ញុំក៏បញ្ចប់ដែរប៉ុន្តែខ្ញុំអាចបានតាមដានរឿង7មករាពួកអស់លោកដែលធ្វើនៅស្រុកបារាំងនឹងមានរំជើងដល់នេះបាទមែនគីជាបងខ្ញុំចូលមួយណាសុទ្ធតែជាមកពីអេអូបាទហើយខ្ញុំក៏ដូចគ្នាចាំយកសម្រាប់ជាមួយមកណាខ្ញុំជាពួកអាចឲ្យណៃឲ្យអាចចាំទៅព្រោះខ្ញុំស្នេហ៍ជាតិពួកអាចអស់រសាច់នៅពេលនេះខ្ញុំសូមផ្ដាំអស់លោកថាคลิปអ្នកដែលបង្កើនត្រូវមើលឈ្មោះអ្នកបង្កើនណាអ្នកដែលស្រង់ព័ត៌មាននឹងយកមកជាអ្នកណាបើខ្មែរលក្ខវាមានប្រព័ន្ធជាមួយនឹងបាទជាមួយអង្គប្រុសប្រាជ្ញជាមួយក្រុមជាច្រើនខ្លះគេធ្វើជាអ្នកប្រជាធិបតេយ្យតែសុទ្ធតែពួកបកប្រជាជនទាំងអស់គេដើរយុទ្ធសាស្ត្រយ៉ាងម៉េចយកយើងនឹងយកមកជុលខ្ញុំឃើញហើយរូបមួយខ្ញុំបាននិយាយហើយរូបព្រះអង្គគុណបន្តិចលោកមានសង្កេតការរឿងអីវាប៉ះពាល់ដល់ខ្លះហ្នឹងគេយករូបខ្ញុំយកមកហើយគេថាសវុតមិនក្បត់ទេតែបើខ្ញុំអត់យល់ខ្ញុំនឹងខកហើយឥឡូវនេះខ្ញុំចង់បកស្រាយនិយាយបងយល់មកពីបន្តិចទៀតចំពោះខ្ញុំទស្សនៈខ្ញុំទៅមើលដល់បងអាមិត្តទៅមើលដល់បងព្រឹកបងគឺស្រឡាញ់ព្រះអង្គគុណបងគឺគាត់រកភាពពីអង្គណាបាទតែពិតអញ្ចឹងមែនបាទបើសិនជាព្រះអង្គមានបតីជាអ្នកស្នេហាជាតិប្រកបដោយព្រះអង្គលោកពិនសវត្តព្រះអង្គទៅឆ្វេងយល់អំពីខ្ញុំព្រោះខ្ញុំស្គាល់ព្រះអង្គគុណបន្តិចតាំងពី2015ពេលដែលព្រះអង្គបង្កើតសមាគមឯករាជ្យជាមួយព្រះអង្គកៅម៉ាលីកាត់ប្រសិទ្ធទេបងបាទមានអ្នកក្រុមមួយចំនួនគឺបង្ខូចបងជាមួយព្រះអង្គគុណបន្តិចតែចំពោះខ្ញុំតែស្គាល់បងតែគោរពទៅស្វាយបង្គំដល់ព្រះអង្គគុណបន្តិចមែនឬមែនបងបាទជាការពិតខ្ញុំជួយច្រើនណាស់ឃើញទេប៉ុន្តែដោយសារខ្ញុំនៅឆ្ងាយពីរដ្ឋនឹងហើយខ្ញុំជាប់ធ្វើការអញ្ចឹងក្នុងនាមខ្ញុំជាចាស់បន្ទុំម្នាក់ខ្ញុំមានមោទនភាពរហូតដល់ខ្ញុំតែងចម្រៀងមួយបទឃើញទេបទភ្នំសេរីតែរឿងព្រះអង្គមើលតម្លៃមកខ្ញុំយ៉ាងម៉េចខ្ញុំក៏អត់ដឹងដែរហើយខ្ញុំក៏មិនដែលនិយាយរឿងនឹងវែងឆ្ងាយព្រោះនិយាយទៅវាអត់ចំណេញយើងហុចដងដែរអត់ទៅវាសំខាន់តើព្រះអង្គពុទ្ធបន្តិចនឹងឆ្វេងយល់យ៉ាងម៉េចខ្លះគិតអំពីផលប្រយោជន៍ដែលខ្ញុំជួយព្រះអង្គយ៉ាងម៉េចខ្លះអញ្ចឹងចំពោះខ្ញុំនៅព្រះអង្គអត់មានរឿងទេខ្ញុំឆ្លាញ់ដោយព្រះអង្គដោយសត្វចិត្តខ្ញុំទោះបីនៅឆ្នាំ2015ខ្ញុំធ្លាប់ជួយសពឯករាជ្យប៉ុន្តែលុយកាក់ខ្ញុំអាចបានផ្ញើទៅព្រះអង្គពុទ្ធបន្តិចខ្ញុំផ្ញើទៅព្រះអង្គកៅម៉ាលីទិញមុងគ្រុនចាញ់រាប់រយឲ្យក្រោយមកឆ្នាំ2016ព្រះអង្គមកសានីដានៅរេស្តូរ៉ង់ហ្នឹងខ្ញុំទៅខ្ញុំបើកឡានទៅទៀតបងប្អូនឃើញស្រាប់ហើយក្រោយមកពេលដែលបង្កើតក្រុមសេរីខ្ញុំទៅពេលណាដែលខ្ញុំមានឱកាសបាទព្រោះជួនកាលថ្ងៃសៅរ៍ថ្ងៃអាទិត្យ
ខ្ញុំក៏ជាប់ធ្វើការអញ្ចឹងខ្ញុំឆ្លៀតពេលហៅគ្នាខ្ញុំសមាជិករបស់ពួកខ្ញុំប្រធានខ្ញុំបិទភ័ក្រខ្ញុំទៅម្ដងម្លងពីឡានប៉ុន្តែខ្ញុំអត់ដឹកដែរ5,600ដែរមែនបាទងល់ខ្ញុំមិនចង់និយាយខ្ញុំទឹកលុយប៉ុន្តែខ្ញុំទៅម្ដងបាទសូមកាត់សាប់បងឡើយបាទខ្ញុំចៃខ្ញុំជួយរហូតបាទសូមឲ្យព្រះអង្គជ្រាបនឹងកតិនឹងបេះដូងនឹងកំណត់លោកកាសវត្តគឺគោរពនឹងស្រឡាញ់ព្រះអង្គណាគុំជឿនឯនេះទៅប៉ុន្តែលោកកាសវត្តចំណុចមួយខ្ញុំសូមជម្រាបមនុស្សបើខ្ញុំយកឃើញថាគេមិនឲ្យតម្លៃខ្ញុំយ៉ាងច្រើនណាខ្ញុំអត់អញ្ញៃប៉ុណ្ណឹងខ្ញុំមិនវាយប្រហារអ្នកឯងតែខ្ញុំគ្រាន់តែបន្ថយការអ្វីដែលខ្ញុំយកឃើញព្រោះបើគេឲ្យតម្លៃយើងតែបងទៀតតែកុំឲ្យខ្ញុំភ្លេចគឺបងមិនបន្ថយទេតែបងមានការសោកស្ដាយតែបាទឬអ្វីជាមួយព្រះអង្គជាទីសក្ការៈជាទីគោរពអត់មានរបស់ទេអត់មានទេតែចាក់ជួយថាលោកកាសវត្តអ្វីថាព្រះអង្គមិនស្គាល់ដូច្នេះសូមឲ្យព្រះអង្គស្ដាប់សម្ដាប់ឬក៏មេត្តាស្ដាប់សម្ដីបងកាសវត្តគឺគោរពព្រះអង្គអង្គគឺសង្ឃដែលវិរិយស្នេហាជាតិស្នេហាសាសនាដូច្នេះគឺសូមឲ្យព្រះអង្គគិតនិងពិចារណាគឺខ្ញុំនិយាយគ្រប់คลิปនិយាយទូរស័ព្ទលោកកាសវត្តតែគ្រប់គ្រង 100% យកជីវិតដាក់ទៀតចំពោះព្រះអង្គចំពោះពុទ្ធភ្នំសេរីជាគ្រឹះលទ្ធិប្រជាធិបតេយ្យនេះលោកកាសវត្តនិយាយបងបាទតែខ្ញុំនឹករឿងមួយកាលហ្នឹងបងអូនតារារស់ហើយនឹងកែបោកខ្ញុំមិនដែរស្គាល់កែបោកទេណាគាត់បាទគាត់វិភាគដែរបាទគាត់វិភាគរឿងសោះបាទបងអូនកែបោកមួយដែលខ្ញុំបានចូលជាមួយនឹងបងអូនតារារស់ហ្នឹងនិយាយរឿងប្រសងជាទូទៅទេអូតែគាត់ទាំងអស់ហ្នឹងហើយគាត់អស់ចង់បញ្ចប់គឺជិះចាប់អវត្តកម្មរាប់ពេលមកដែរយ៉ាហ្នឹងខ្ញុំអត់ចង់និយាយប៉ុន្តែខ្ញុំបានគឺដាក់អាចកែបោកក៏បានដែរអាចទៅប៉ុន្តែទុកខ្ញុំនិយាយសិនខ្ញុំអត់ស្គាល់បងអូនកែបោកជាណាបាត់ក្បាលគេពួកម៉ាក់ជាមួយបងអូនតារារស់ពេលក្រោយមកបានឃើញគាត់ទៅ support 7មករាបាទហើយខ្ញុំប្រហែលជាកន្លែងហ្នឹងក៏មិនដឹងហើយដោយសារខ្ញុំនឹងបងអូនសាគៀលយើងរាប់អានគ្នាយូរហើយយើងនាំគ្នាជួយវត្តភ្នំសេរីប៉ុន្តែសាគៀលផ្សេងខ្ញុំផ្សេងបាទសាគៀលយើងយ៉ាងម៉េចមិនដែលប៉ះពាល់ព្រះអង្គប៉ះពាល់ស្វ័យលោកសំនេះមួយទៀតទេតែចំណុចមួយខ្ញុំសូមជម្រាបខ្ញុំជាមនុស្សអត់ចេះអែបអបទេខ្ញុំតែអាថ្ងៃបាទអាថ្ងៃផ្ទុំហ្នឹងបន្ធំហ្នឹងខ្ញុំទៅកន្លែងទឹករបស់គណៈកម្មការភ្លើងទៀនប្រធានខ្ញុំក្រុមខ្ញុំបាទខ្ញុំជម្រាបបាទភ្លើងទៀនតែគេហ៊ុនសែនយុទ្ធគម្រាមយុទ្ធ20ល្អសូមជើញពេលហ្នឹងយើងធ្វើបុណ្យជុំបិណ្ឌយើងមានជួបគ្នាច្រើនណាស់ណាខ្ញុំមានថតតែខ្ញុំបានលួចទៅថតផ្ញើទៅអានេះនោះទេពេលហ្នឹងគណៈកម្មការបានប្រាប់ខ្ញុំថាព្រោះប្រធានខ្ញុំហ្នឹងត្រូវមកផ្ទះវិញមកមិនដល់ឬពី10ណាគេក៏ប្រាប់ថាបងសូមឲ្យប្រាប់ពួកបងប្អូនយើងផងអាចនៅស្ដាប់វេទិកាសាធារណៈរបស់គណៈបកភ្លើងទៀននេះខ្ញុំថាអូខេតែពេលហ្នឹងយើងបុណ្យជុំបិណ្ឌយើងឃើញណាឃើញអស់លោកមន្ត្រីក្នុងគណៈបកសង្គមជាតិដែលគេចោទហ្នឹងគាត់មកបុណ្យជុំបិណ្ឌបង្ហើយណាអស់លោកទាំងអស់ហ្នឹងមកមែនប៉ុន្តែពេលដែលគណៈបកភ្លើងទៀនប្រកាសជាសាធារណៈហ្នឹងខ្ញុំក៏ទៅប្រាប់សមាជិកខ្ញុំព្រោះឲ្យខ្ញុំក៏ត្រូវទៅឆាប់ដែរនិយាយចំទៅខ្ញុំមានកិច្ចការទៅយកភរិយាខ្ញុំចេញទៅធ្វើការដែរអញ្ចឹងខ្ញុំប្រាប់គ្នាយើងទាំងអស់ដែលខ្ញុំស្គាល់ហ្នឹងណាបងឥឡូវមានវេទិកាគណៈបកភ្លើងទៀនហើយទៅទៀតដល់ពេលចប់ពិធីបុណ្យហ្នឹងមនុស្សខ្លះក៏ទៅផ្ទះអ្នកខ្លះរាប់ពាន់នេះមនុស្សបងប្អូនកាលហ្នឹងមកបុណ្យជុំបិណ្ឌណាធំមកបង្ហើយតែអ្នកខ្លះក៏ទៅផ្ទះអ្នកខ្លះគេចង់ស្ដាប់គណៈកម្មការគណៈបកសង្គមភ្លើងទៀនហ្នឹងគេក៏ស្ដាប់ខ្ញុំក៏ live ផ្ទាល់តែខ្ញុំដឹងថាការ live ហ្នឹងបើសិនជាមានវត្តមានអស់លោកហ្នឹងប្រកាសជាមានបញ្ហាអញ្ចឹងខ្ញុំថតតែមុខទេហើយខ្ញុំ live ទាំងអស់3ខែកន្លងមកបានពួក Fresh News អ្នកខ្លះអត់ដឹងយល់ច្រឡំថាខ្ញុំហ្នឹងផ្ញើអាคลิปហ្នឹងទៅឲ្យ Fresh News តែប៉ុន្តែនេះអ្នកស្រីម្នាក់ឈ្មោះវាងនៅកាណាដាគេប្រាប់ខ្ញុំគាត់ថតបន្តិចទេវាដោយអស់លោកខ្លះហើយខ្ញុំអត់ដឹងខ្លួនមកហ្នឹងពួកខ្ញុំធ្វើអ្វីខ្ញុំអត់ខ្លាចទេបាទពួកអស់លោកត្រូវដឹងហើយប៉ុន្តែបើយើងឆ្លាញ់ទៅឆ្មោះកុំមើលងាយកុំវាយតម្លៃមនុស្ស Yes sir មិននេះដែលលោកបុតបន្តិចដូចថាលោកឆ្លាញ់ហ្នឹងចូលបុនម្ដង10000នេះបាទចូលម្ដង150បាទគ្នាខ្ញុំប្រមូលគ្នាបានមួយជើងចូលបុនចូលវត្តខ្ញុំចាំទៅបីបងនិយាយទៅមកបាទបងខ្ញុំជឿបងណាបងណាបងនិយាយមកគឺបងយកជីវិតការពារវត្តលំសេរីបាទណាចង់ធ្វើគៀបអប់រំទៅបើខ្ញុំនៅនេះគឺសុខចិត្តស្លាប់កុំបាញ់អត់រំទៅខ្ញុំចាំទៅបីបងបាទតែពិតបាទខ្ញុំចាំទៅបីបងនិយាយថាបងនឹងការពារវត្តលំសេរីបងនឹងការពារបើអ្នកណាចង់ធ្វើគៀបព្រះអង្គពុទ្ធបន្ទិនបងស៊ូស្លាប់ខ្ញុំដូចគ្នា
ព្រោះខ្ញុំជាមនុស្សទៅតែបងមានចំណេះចេះដឹងខ្ញុំចាំតែបងបើសិនជាបងនៅក្នុងនោះបើតែចង់ពិគេព្រះអង្គក៏ឲ្យបាញ់ថាសម្រាប់បងនិយាយប្រាប់ខ្ញុំសោកស្ដាយមែនទែនខ្ញុំស្រឡាញ់ព្រះអង្គទោះបីមានជឿសម្ដីបងហើយចាំណាបងព្រោះពេលដែលខ្ញុំឃើញជេរលោកហ្នឹងខ្ញុំស្បនិយាយម្ដងហើយជេរលោកវាហៅពេកពេលហ្នឹងអង្គបានខលមកខ្ញុំឃើញ miss call ខ្ញុំខលទៅខ្ញុំចង់បង្កើតគណៈកម្មការមួយខ្ញុំយកជីវិតដាក់ហ្នឹងកាលហ្នឹងណាបាទក្នុងចំណោមគណៈកម្មការតែជាងទៅលោមេធាវីមកការពារពួកខ្ញុំដឹងថាបន្តិចទៀតវត្តភ្នំសេរីនឹងមានបញ្ហាតែលោកថាអត់អីញោមខ្ញុំចង់ឲ្យញោមនិយាយជាមួយអាត្មារាល់ថ្ងៃពុទ្ធប៉ុន្តែដោយសារថ្ងៃពុទ្ធខ្ញុំរវល់អញ្ចឹងក្រោយមកក៏ចប់ទៅណាអញ្ចឹងបងថាសមុទ្រខ្ញុំដឹងថាគាត់ស្រឡាញ់ព្រះអង្គគាត់ទៅគឺមិនមែនស្រឡាញ់បុគ្គលទេតើធ្វើឲ្យព្រះអង្គរៀបបងសាសនាដើម្បីការពារបកការពារយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិគឺបងតែនិយាយមួយខ្ញុំហើយរឿងមួយទៀតដែលខ្ញុំអត់និយាយទេខ្ញុំអត់និយាយទេចាក់ទុំបញ្ហា Facebook តែខ្ញុំអត់និយាយបើខ្ញុំនិយាយមើលទៅពួកនឹងឆ្លៀតយកឱកាសហ្នឹងវាយទៅតែខ្ញុំឱកាសនេះខ្ញុំសូមជម្រាបព្រះអង្គមួយបន្តិចព្រះអង្គកើតឆ្នាំ80ស្មើកូនស្រីខ្ញុំហ្នឹងណាបើនិយាយពីប្រជាជនណាកើតឆ្នាំ80ហើយមានក្មេងម្នាក់យីជីទៅរៀននៅឥណ្ឌាតែតែប្រាប់ខ្ញុំអំពីលក្ខណៈដែលគាត់មួយបន្តិចនៅទីក្រុងសារថៃពីប្រហែលឆ្នាំមុនលោកទៅរៀនណែឥឡូវនាងនឹងជាប្រធានសមាគមយីជីតែឥឡូវប្រហែលជាមានដីមានអីកាលពី17 8ឆ្នាំមុនប្រាប់ពីលក្ខណៈលោកបុនបន្តិចគឺលោកបានទៅរៀននៅប្រទេសឥណ្ឌាមែនអ្នកណាជូនទៅមិនជូនខ្ញុំមិនដឹងទេអញ្ចឹងពេលហ្នឹងខ្ញុំបានជួយប្រសង់ឯករាជ្យមានតែគុណកែម៉ាលីបុនបន្តិចនិងព្រះអង្គ3អង្គទៀតក្រោយមកក៏ចាប់ទៅហើយពេលដែលកសាងវត្តភ្នំសេរីខ្ញុំរវល់យ៉ាងមិនក្រោយមកខ្ញុំសូមជម្រាបណាថ្ងៃសៅរ៍ខ្ញុំមានបញ្ហាជូនប្រពន្ធនឹងទៅការខ្ញុំមិនចង់និយាយត្រឡប់មកវិញខ្ញុំត្រូវបញ្ញាប់ចេញមកអត់ទាន់ឆ្ងាយបើពីដឹងទៅហើយ2ម៉ោងទៀតខ្ញុំសុខចិត្តទៅខ្ញុំបើកឡានមកវិញអញ្ចឹងខ្ញុំអត់មានពេលទេបាទហើយខ្ញុំសូមបញ្ជាក់ថាលោកសកៀលនិងខ្ញុំមិនមែនមនុស្សតែមួយទេគាត់មានទស្សនៈគាត់ផ្សេងខ្ញុំមានទស្សនៈខ្ញុំផ្សេងតែដោយសារយើងគ្រាន់តែរាប់អានគ្នាហើយគេរស់នៅអាមេរិកសិទ្ធិរបស់គេតែខ្ញុំដឹងច្បាស់ណាស់ប៉ុន្តែបើសិនព្រះអង្គយល់ថាក្រុមនេះជួយព្រះអង្គជួយទៅណាខ្ញុំអត់ថាអីទេរហូតមកដល់ពេលនេះឃើញតែខ្ញុំយកคลิปខ្ញុំមានคลิปខ្ញុំខ្មែរនឹកស្រុកคลิปខ្មែរនឹកស្រុក new clip បើសិនតែខ្ញុំចង់យកឈ្នះចាញ់ខ្ញុំអត់ខ្លាចទេខ្ញុំក៏មានក្រុមខ្ញុំបែកកាត់ដែរតែខ្ញុំមិនដែលបង្ហាញទេណាគុំស្មានតែខ្ញុំនឹងប៉ុន្តែខ្ញុំគិតផលប្រយោជន៍រួមខ្ញុំគិតទៅវត្តភ្នំសេរីយើងបានកសាងរួចហើយបាទព្រះអង្គយកលុយទៅធ្វើវត្តធ្វើអីក៏ដោយជារឿងរបស់ព្រះអង្គព្រោះយើងបានចូលបច្ច័យរួចហើយនេះជាដំណាក់កាលរបស់ព្រះអង្គតែសូមកុំឲ្យព្រះអង្គយល់ច្រឡំអំពីខ្ញុំតែខ្ញុំជាមនុស្សម្នាក់អាយុ69ឆ្នាំហើយខ្ញុំជាមនុស្សដែលមិនចេះអែបអបមិនចេះលុបក្រាបច្រើនទេច្រើនតែយកសមត្ថភាពខ្លួនឯងបើគេមើលថាខ្ញុំល្អគេត្រូវការខ្ញុំនឹងជួយបើគេមិនឲ្យតម្លៃយើងយ៉ាងច្រើនយើងនៅស្មឹងប៉ុណ្ណឹងយើងដើរចេញក៏បានដែរយើងមិននិយាយច្រើនបាទតែប៉ុណ្្នឹងឯងហ្នឹងចុងបញ្ចប់នេះខ្ញុំជម្រាបថាខ្ញុំមិនមានរឿងអ្វីជាមួយនឹងព្រះអង្គទេហើយខ្ញុំរាប់អានមនុស្សមិនមែនបាក់ពួកដើម្បីប្រព្រឹត្តអំពើអាក្រក់ទេណាដើរបង្កើតឲ្យเขาខ្លួនខ្លែងខ្លាយវាយអ្នកនោះរបៀបអញ្ចឹងអត់ទេណាប្រព័ន្ធអ្នកជាតិនិយមខ្មែរត្រូវការអ្នកជាតិនិយមពិតប្រាកដត្រូវការអ្នកសុចរិតអ្នកយុត្តិធម៌អ្នកសច្ចធម៌ទើបយើងអាចឈ្នះបានបើយើងចង់កំដរលេងសាយហ្នឹងធ្វើអីទៅតែថាសវុតនៅតែថាសវុតដដែលมันបានសំបាយណៃស៊ីទេហើយมันបានលក់ឧត្តមគតិជាតិទៅឲ្យអាណាទេបាទគឺខ្លួនឯងដឹងថាអាណាល្អអាណាអាក្រក់ដឹងថាមេបកណាល្អដឹងថាក្នុងកលៈទេសៈនេះយើងត្រូវការលុបសពនឹងស៊ីដើម្បីធ្វើការបដូរផ្លាស់អញ្ចឹងយួននៅហ៊ុនសែនវាធ្វើម៉េចបង្ក្លាយមនុស្សល្អទៅជាមនុស្សអាក្រក់ដូចចំនួនលោកសឹងអថាញ់សំសេរីនឹកចំអឿនជាទីហោឃើញទេវរៈភាពរបស់គាត់ប៉ុណ្្នឹងហើយគ្រាន់តែធ្វើបន្តិចអាយួននៅក្បែរចំណុចជីនុហ្នឹងដែលវាបន្លំហ្នឹងវាចាក់សំសេរីចេះសឹងអថាញ់ចុះដល់អស់អ្នកហ្នឹងទៅវាជ្រៀនពៀនទៅខ្មែរលោកលន់នល់ឃើញអញ្ចឹងស្រួលគាត់ជាសាវកជាសហការីចំណុចជីនុមើលទៅគូស្នាក់ដល់ប្រទេសជាតិគាត់ត្រូវថ្មិចភ្នែកឬបើកភ្នែកធ្វើបដិវត្តថ្ងៃ18មីនាឆ្នាំ70អាយុនេះកុំហ្នឹងប្រើចំណុចជីនុប្រើប្រជាជនខ្មែរយើងនៅតាមជនបទឲ្យបង្កើតតបវាយជាមួយទាហានលោកលន់នល់លើពេលដែលសាធារណខ្មែរប្រកាសច្បាំងជាមួយយួនជាកុងឈ្លានពានមិនដែលច្បាំងប្រកាសច្បាំងជាមួយខ្មែរក្រហមទេណាជាផ្លូវការណាអញ្ចឹងយើងកុំចាច់បោកពួកវាបាទហើយមនុស្សចំនួនខ្ញុំកម្រណាបើគេមិនគិតជាតិគេអត់និយាយអីទេទៅលេងស្រុកខ្មែរសบายទៅមានពួកម៉ាក់ផ្កាយ2ផ្កាយ3ពួកម៉ាក់ចវាយគ្រប់ដើរលេងសบายចង់ងាប់ទៅដល់
ពូសតុងគេសើមកទទួល VIP ទៀតបាទប្រហែលឆ្នាំមុនពួកម៉ាក់ខ្ញុំគេមកទទួលខ្ញុំខ្ញុំមិនបាច់មានណាឆែកទេណាប៉ុន្តែខ្ញុំអត់ត្រូវការគេក៏អ្នកណាដើម្បីអែបអបនេះជាប្រយោជន៍ផ្ទាល់ខ្លួនដែរតែប៉ុណ្្នឹងហើយខ្ញុំផ្ដាំមួយទៀតបើសិនជាថាស្រួតចេះក្បត់តាំងពីឯកជាដំសុកអានឬក៏លោកគ្រូសុកអាននៅរស់ខ្ញុំទៅបាត់ហើយបាទព្រោះសុកអានជាកូនសិស្សពួកខ្ញុំកាលនៅក្មេងសុកអានសាស្ត្រាចារ្យឈុំយូអានគឺជានាយកអនុជាល័យប្របាទចន្ទជុំឪពុកខ្ញុំគឺជាអគារនរៈបាទបាននេះសិស្សនិងគ្រូហើយសុខកំណើតនៅមួយគ្នាណាហើយខៀវកញ្ញារិទ្ធខៀវនោះយ៉ាងពេញរិទ្ធណាក៏ដឹងតែខ្ញុំជានរណាដែរព្រោះបងគេជាមិត្តភក្តិរបស់ខ្ញុំបាទហើយយើងសុខកំណើតជាមួយគ្នាយ៉ាងពេញរិទ្ធនេះឯកឧត្តមយ៉ាងពេញរិទ្ធនេះតែយ៉ាងពេញរិទ្ធនៅក្មេងអត់សូវស្គាល់ខ្ញុំបងគេនេះរៀនជាមួយខ្ញុំហើយយើងនៅសុខកំណើតមួយគ្នាស្គាល់ខ្ញុំច្បាស់ណាស់អញ្ចឹងនៅចំហរបស់ខ្ញុំដឹងថាយួនហាណូយប្រើប្រាស់ហ៊ុនសែនឲ្យសម្រាប់ខ្មែរអ្នកជានិយមហ៊ុនសែនដើម្បីអំណាចបានប្រើប្រាស់មនុស្សអាក្រក់ទាំងឡាយដែលគេទិញដើម្បីសម្រាប់យើងកំទិញយើងរក្សាអំណាចដែលជាបំណងយួនបាទអរគុណបាទខ្ញុំជម្រាបលាបាទបញ្ញាទៅតិចអរគុណបងខ្ញុំបាទយ៉ាងដែលបានផ្ដល់ដំណឹងជំនាញទស្សនវិជ្ជាពេទ្យអ្នកណាជាមិត្តអ្នកណាជាត្រូវឥឡូវកាអរគុណបងប្អូនខ្ញុំបញ្ចប់ការផ្សាយផ្ទាល់នេះហើយរឿងថ្ងៃ7មករាសូមព្រះអង្គសូមបងប្អូនស្ដាប់សន្តិការព្រះអង្គនៅកាណាដាបាទនេះណាលោកបានមានសន្តិការពីរឿងថ្ងៃ7មករាណាព្រះអង្គនៅកាណាដាបាទហើយខ្ញុំបញ្ជាក់យ៉ាងខ្លីទេនៅពេលដែលខ្ញុំនិយាយហ្នឹងខ្ញុំអត់ទាន់បានទទួលដែលខ្ញុំសម្ភាសជាមួយបងប្អូនស្រីខំមិញហ្នឹងណាខ្ញុំបានទទួលការរំរបស់អស់លោកខ្លះដែលធ្វើថ្ងៃ7មករានេះខ្ញុំទឹមតែឃើញមិញគេផ្ញើមកបងប្អូនគេផ្ញើមកណានេះគេផ្ញើមកបាទនេះគេផ្ញើមកនេះឃើញទេនេះថ្ងៃ7មករាដែលអស់លោកបានតាំងខ្លួនជាអ្នកប្រឆាំងជាអតីតនិស្សិតណាដែលមានការជួយចាប់នឹងរបបហ៊ុនសែនឆ្នាំ97 98បាទនេះសូមបងប្អូនមើលខ្ញុំទៅឃើញថ្ងៃនេះទេបាទខ្ញុំអត់និយាយច្រើនបងប្អូនតែខ្ញុំគ្រាន់តែលើកឧទាហរណ៍រឿងមួយហើយខ្ញុំបញ្ចប់ហើយបាទខ្ញុំបញ្ចប់ព្រោះបងប្អូនស្រីខ្ញុំថាឲ្យបញ្ចប់រឿងហ្នឹងហើយអ្នកណាធ្វើល្អអ្នកណាធ្វើអាក្រក់ជារឿងរបស់គេប៉ុន្តែខ្ញុំសូមជម្រាបជូនបងប្អូននៅការពិសោធន៍របស់ខ្ញុំនៅឆ្នាំ90ផ្លាយពេលនោះលោកស៊ឿនសានដែលជាប្រធានគណៈបកនិយមពុទ្ធសាសនាជាប្រធានរជរបស់ខបានមកទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាឆ្នាំ90ផ្លាយបងប្អូនណាគាត់ជាមនុស្សល្អជាទីបំផុតជាអ្នកកាន់ពុទ្ធសាសនាពេលដែលគាត់មកប្រជុំនៅឡុងបិចគាត់ទៅអាឡៃបេរីនៅឡុងបិចសាលាក្រុងហ្នឹងហើយធ្វើពិធីជប់លៀងនៅភោជនីយដ្ឋាននៅទីក្រុងឡុងបិចហ្នឹងគាត់បានសុំឲ្យអស់លោកទាំងអស់ដែលជាសមាជិកហ្នឹងកុំជប់លៀងញ៉ាំស្រាពេលតែគាត់និយាយគឺម្នាក់ស្ពះណាឯកឧត្តមណាទទួលយកព្រមព្រោះលោកស៊ិនសានគាត់អត់មានជាអ្នកញ៉ាំស្រាទេហើយមិនមែនជាអ្នកសប្បាយទេក៏ដូចលោកសំស៊ីដែរគាត់ធម្មតាពេលនោះខ្ញុំទៅអង្គុយជុំជាមួយអស់លោកខ្លះអស់លោកលេខដបស្រានៅជើងណាបងប្អូនណាដបស្រាដបវិយាគាត់បាទពេលដែលលោកស៊ុនសានប្រកាសកុំឲ្យញ៉ាំស្រាពេលជប់លៀងកុំឲ្យថតឃើញដបស្រាណាបាទពេលប្រជុំចប់ពេលដែលលោកស៊ុនសានត្រឡប់ទៅវិញអវត្តមាននៅពេលជប់លៀងហ្នឹងពួកអស់លោកទាំងអស់ហ្នឹងនាំគ្នាយកស្រាយកមកញ៉ាំយកមកផឹកហើយគេថតបានដល់គេថតបានគេថាការប្រជុំនៃប្រធានរដ្ឋរបស់លោកស៊ុនសានសុទ្ធតែអ្នកស៊ីផឹកណារឿងវិញចឹងបងប្អូនហើយទីបំផុតអ្នកដែលបាទជាមួយលោកស៊ុនសាននោះបានទៅចូលហ្វិនបាច់ហើយក្រោយមកទៅជួបបម្រើហ៊ុនសែនសពថ្ងៃនេះព្រោះឆ្នាំ90ផ្លាយអ្នកដែលមានលទ្ធភាពនយោបាយមានតែពីរបកទេគឺហ្វិនបាច់និងគណៈបកលោកស៊ុនសានបាទ
ស្អីគណៈបកជាតិនិយមស្អីនិយមពុទ្ធសាសនាហ្នឹងបាទដែលបងប្អូនខ្មែរខ្លះជាពិសេសនិស្សិតក្រោយថ្ងៃ7 មករាទោះបីក្នុងគណៈបកប្រឆាំងក៏ដោយអត់ដឹងទេពេលហ្នឹងលោកសឿនសានគាត់ដូចខ្ញុំនិយាយគាត់ហាមមិនឲ្យពេលជប់លៀងមានដបស្រាដបយាពួកអស់លោកហ្នឹងនៅមុខគាត់អត់ហ៊ានប្រកែកទេណាអញ្ចឹងពេលតែគាត់ទៅបាត់នាំគ្នាយកអាដបស្រាដបយាចេញពីក្រុមតុកយកមកចាក់ផឹកដល់គេថតបានលោកស៊ុនសានឆ្ងល់គាត់ខឹងគេចោទថាពួកក្រុមលោកស៊ុនសានហ្នឹងគិតតែពីសបាយស៊ីផឹកដូចរឿងថ្ងៃ7 មករាអញ្ចឹងណាថ្ងៃ7 មករានាំគ្នាទទួលស្គាល់ CNRPO ទីបំផុតអ្នករំអ្នកល្បីហ្នឹងបាទតាំងសខឿនឆាំឆានីឡាក់រំសបាយហើយអ្នកទាំងអស់ហ្នឹងពី97 98ហ្នឹងគ្រាន់តែជានិស្សិតបាទមានសកម្មភាពពួកហ៊ុនសែនតាមចាប់តាមសម្លាប់ដូចជាលោកប៉ាងសខឿនមានឈ្មោះក្នុងបញ្ជីបលិអិនតប៉ូលអញ្ចឹងការបកស្រាយដោយលោកលុនអញ្ចឹងគាត់ប្រកាសថាគាត់មិនបានពុករលួយតែរបបគាត់សូម្បីតែអាមេរិកកាំងសូម្បីតែពួកកម្ពុជាប្រជាធិបតេយ្យសូម្បីតែពួកសម្ដេចជានោះក៏ចោទថាពុករលួយតែលោកលុនគាត់ថាគាត់អត់ពុករលួយទេណារឿងយ៉ាងម៉េចដូចការលើកចរុំអញ្ចឹងពួកបារ៉ារោជរវខរបស់លោកស៊ុនសានលោកសាក់សុខនពេលទៅជំរុំវាល្បីថាបារ៉ាបាញ់គោបារ៉ារំលោភស្ត្រីបានន័យថាពួកបារ៉ាធ្វើអំពើអាក្រក់ដោយសារអីដោយសារនៅក្នុងអង្គភាពបាទដោយសារចិត្តអស់ស្មោះបងប្អូនដោយសារក្នុងអង្គភាពរបស់លោករបស់ទាហានបារ៉ានឹងសុទ្ធតែមានមនុស្សអាក្រក់ចូលក្នុងហ្នឹងបានអ្នកដែលនៅធ្វើតស៊ូនៅបារ៉ាណាខ្លះជាអតីតចោរខ្លះលួចច្បាំងអ្នកតាចូលរួមអញ្ចឹងពេលចុះទៅប្រតិបត្តិការបានបាញ់សម្លាប់គោប្រជាជនរំលោភកូនគេខ្លះមេអត់ដឹងទេឥឡូវរឿងហ្នឹងក៏អញ្ចឹងដែរលោកសំស៊ីកន្លែងខ្លះក៏អត់ដឹងទេបាទខ្ញុំនិយាយប៉ុណ្ណឹងណាវាល្បីប៉ារ៉ាស៊ីកូវាល្បីថាលោកលន់នល់ពុករលួយវាល្បីថារបស់ប៉ុលពតបលាយពូជសាសតែប៉ុលពតប្រកែកលោកលន់នល់ប្រកែកលោកស៊ុនសានប្រកែកអញ្ចឹងខ្ញុំនិយាយប៉ុណ្ណេះបាទអរគុណជម្រាបលា